យើងបានប្រពនៅក្នុងពិធីនេះបងប្អូនកូនចៅបានជ្រាបសេចក្តីពិតនៃជីវិតហើយក្តីពិតមានច្រើនណាស់គឺដែលយើងមិនទាន់បានដឹងនឹងឯងដឹងហើយណាប៉ុន្តែដែលនៅមិនទាន់បានដឹងមានច្រើនទៀតក៏ណាក៏ប៉ុន្តែឲ្យតែយើងទទួលដឹងថាការពិតនៃជីវិតរបស់យើងហ្នឹងគឺជាពិតប្រកបណាស់តែការពិតហ្នឹងយ៉ាងណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ដឹងនៅការពិតហ្នឹងព្រះអង្គសម្ដែងប្រាប់មកហ្នឹងគឺជាការពិតនៃជីវិតធម្មជាតិមេឃដីព្រៃភ្នំអីទាំងអស់ហ្នឹងគឺសុទ្ធតែមានការពិតនៅត្រង់ហេតុផលទាំងហេតុដែលនាំឲ្យមានផលហេតុដែលនាំឲ្យអ្វីកើតឡើងត្រឹមត្រូវទៅតាមហេតុដែលថាជាការពិតហ្នឹងវាត្រឹមត្រូវតាមហេតុតាមបច្ច័យហ្នឹងគឺអ្វីដែលញ៉ាំងធัวដតីឲ្យកើតឡើងពីខ្លួនឯងហ្នឹងហៅថាបច្ច័យហើយអ្វីមិនមែនកើតឡើងដោយខ្លួនឯងទេគឺតលតែមានហេតុមានបច្ច័យហ្នឹងហើយมันខុសពីហេតុបច្ច័យទេត្រឹមត្រូវនឹងគឺជាសច្ចធម៌ទាំងបដិច្ចសមុប្បាទធម៌ហើយយើងដឹងមិនអស់ទេក្នុងរឿងជីវិតតេតួងទៅនឹងវដ្តសង្សារដែលពីអតីតនឹងយ៉ាងណាបច្ចុប្បន្នយើងក៏បានដឹងតេតួងនឹងការប្រកាន់ថាខ្លួនយើងប៉ុន្តែសេចក្តីពិតដោយបរមត្ថសព្វេធម្មេអនត្តានឹងគឺយើងក៏មិនងាយបានដឹងទាល់តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងហើយព្រះអង្គទ្រង់បង្រៀនប្រាប់យើងនឹងឯងអនាគតតទៅទៀតគឺមានសេចក្តីពិតដែលយើងមិនបានដឹងក្នុងជីវិតប៉ុន្តែឥឡូវសេចក្តីស្លាប់នេះគឺជាការពិតនៃជីវិតមួយហើយក្រំតែយើងក៏មិនបានដឹងខ្លួនយើងថាត្រូវចាកលោកនឹងទៅនៅថ្ងៃណាក៏ប៉ុន្តែមេត្តាយើងមេត្តាបង្កើតមេត្តាក្មេកនេះលោកយាយយើងនេះនឹងក៏ចែកឋានទៅយើងដឹងតែចំណែកអ្នកដែលនៅរស់យើងអត់ដឹងទេប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបដឹងហើយសម្រាប់យើងទោះជាមិនដឹងថាត្រូវចាកលោកនឹងទៅក្នុងថ្ងៃណាតែក៏យើងដឹងថាអាត្មាអញនឹងស្លាប់មរណងមេភវិសតិក៏ណាហើយដល់ពេលស្លាប់ទៅគឺមិនមែនបញ្ជាប់ត្រឹមស្លាប់នឹងទៅអត់មានភពជាតិកំណើតកើតតទៅទៀតនោះទេពីព្រោះយើងកើតមកក្នុងជាតិនឹងយើងដឹងហើយវាមានចំណងវានៅជាប់ដោយលោភៈទោសៈកំណាញ់ចំណែនចេះស្រឡាញ់ចេះស្អប់អីហ្នឹងមិនមែនឪពុកម្ដាយធ្វើឲ្យយើងទេយើងក៏មិនមែនអ្នកធ្វើឲ្យខ្លួនឯងដែរប៉ុន្តែវាមានអានឹងឯងបានវានៅឲ្យមានបដិសន្ធិតមកទៀតពីព្រោះកាលណាបើមានតណ្ហាសត្វលោកយើងមិនថាមនុស្សទេវតាប្រអិនប្រព្រំទេត្រូវធ្វើកម្មដោយអំណាចតណ្ហាហ្នឹងបើប្រខៃណាស្រាប់អស់តណ្ហាអស់កម្មអានឹងបានអត់មានបដិសន្ធិដែលសត្វលោកនៅមានតណ្ហាដើម្បីបំពេញតាមបំណងតណ្ហាចេតនាកម្មក្នុងចិត្តត្រូវកើតឡើងហើយចេតនាកម្មនឹងឯងជាពូជពីជានិយមទាំងទំនៀមរបស់ពូជដូចយើងដាំដូងបានដូងដាំស្វាយបានស្វាយអញ្ចឹងយ៉ាងណាចេតនាកម្មហ្នឹងឲ្យសុកគេដាំពូជសុកឲ្យទុកគេដាំពូជទុកណាដាំពូជទុកឲ្យជាគេដាំពូជជាឲ្យឈឺគេដាំពូជឈឺគឺតួចេតនាកម្មហ្នឹងឲ្យអីគេគឺដាំពូជហ្នឹងនឹងឯងឲ្យយើងយល់ពីធัวខាងក្នុងគឺការតាំងចេតនាហ្នឹងជាតួពូជមនុស្សយើងមិនមែនស្លាប់ទៅដុះឫសអីដូចជាពូជរុក្ខជាតិមានដូងមានស្វាយមានពោតសដែកតឡាចលពៅស្រូវខ្សាយស្រូវដំណើបអីហ្នឹងទេអាហ្នឹងវាមានឫសចាក់ទៅក្នុងដីវាជាធម្មជាតិតែមនុស្សយើងវាមានកម្មជាបច្ច័យឲ្យបដិសន្ធិនឹងឯងចតិបដិសន្ធិសេចក្តីទាំងអស់នេះគឺពុទ្ធបរិស័ទយើងមានតថាគតពោធិសទ្ធានាំមុខទាំងតែយើងជឿថាសេចក្តីពិតនៃជីវិតរបស់យើងយ៉ាងម៉េចគឺព្រះពុទ្ធអង្គទ្រង់ជ្រាបដឹងហើយព្រះអង្គសម្ដែងប្រាប់អញ្ចឹងវាតតែយើងជឿព្រះដ៏មានពភៈហ្នឹងមិនមែនយើងយល់ត្រឹមជឿហ្នឹងទេ
ប៉ុន្តែមុនដំបូងយើងជឿថាព្រះអង្គទ្រង់ជ្រាបដឹងហើយព្រះអង្គសម្ដែងប្រាប់យើងនៅក្នុងបត្រៃ3ដកដែលព្រះសង្ឃរក្សាទុកមកនេះនឹងឯងព្រះអង្គបរិនិព្វានទៅប៉ុន្តែព្រះពុទ្ធដីកាទាំងអស់នៅក្នុងបត្រៃ3ដកព្រះអរហន្តបញ្យល់សេចក្តីក្នុងបត្រៃ3ដកហ្នឹងហៅថាអត្តកថាទៀតយើងត្រូវតែជឿព្រះសម្មាសម្ពុទ្ធហ្នឹងគឺនៅត្រង់ដែលយើងបានកើតមកនៅក្នុងត្រកូលដែលយើងរាប់អានពុទ្ធសាសនាផងក្នុងប្រទេសដែលមានពុទ្ធសាសនាហ្នឹងមានការសែបគប់រឿយចឹងតាំងតែពីយើងនៅតូចចឹងទៅគឺមិនមែនបង្ខិតបង្ខំអីទេគ្រាន់តែថាយកដើមទុនគឺការជឿហ្នឹងដើម្បីយើងមកសិក្សាពិសោធន៍ឲ្យមានបញ្ញាដោយខ្លួនឯងឡើងក្នុងពុទ្ធសាសនាអត់មានយកសទ្ធាហ្នឹងជាធំដែលថាត្រូវតែជឿហើយជឿឲ្យបានហើយជឿឲ្យព្រះជួយហើយបន់ស្រន់បួងសួងអីបានហើយគឺអត់មែនយកកន្លែងហ្នឹងទេនឹងឯងក៏ប៉ុន្តែដែលយើងមិនតាន់មានការចេះដឹងដោយខ្លួនឯងអញ្ចឹងគឺយើងធម្មតាយើងជឿថាព្រះអង្គទ្រង់បានចេះដឹងមិនខុសពីដូចតែយើងជឿលោកគ្រូពេទ្យទេក៏ណាយើងជឿលោកគ្រូពេទ្យមានជំនាញផ្នែកអីផ្នែកភ្នែកឬក៏តិចច្រមុះជំនាញទៅខាងពោះវៀនខាងកាពះជាដើមហ្នឹងអញ្ចឹងយើងជឿថាជាវិជ្ជបណ្ឌិតអញ្ចឹងយើងទៅឲ្យលោកគ្រូពេទ្យត្រួតត្រាពិនិត្យអញ្ចឹងលោកគ្រូពេទ្យហ្នឹងឲ្យថ្នាំមកយើងក៏ប្រតិបត្តិក្នុងការប្រើប្រាស់ថ្នាំហ្នឹងឯងឲ្យត្រឹមត្រូវតាមវិជ្ជបញ្ជាអញ្ចឹងគឺថាយើងនឹងបានជារោគហ្នឹងវាត្រូវតាក់ទងនឹងការដែលយើងជឿលោកគ្រូពេទ្យនឹងឯងទៅយ៉ាងណាការដែលយើងជឿព្រះសម្មាសម្ពុទ្ធដូចជាគ្រូពេទ្យមួយអង្គអញ្ចឹងដែលព្រះអង្គជ្រាបរោគរបស់យើងដែលវានាំឲ្យយើងមានទុក្ខមានសេចក្តីទុក្ខនឹងយើងក៏មិនអាចនឹងដឹងដោយសពគ្រប់ទេពីព្រោះសេចក្តីទុក្ខដែលព្រះអង្គទ្រង់ត្រាស់ដឹងមិនមែនគ្រាន់តែទុក្ខក្នុងជាតិនឹងទេតែគ្រាន់តែសេចក្តីទុកក្នុងជាតិនឹងមិនចាំបាច់ប្រពុតបានត្រាស់អីមកដោះស្រាយអីឲ្យទេពីព្រោះតែកើតមកមានជាតិជ្រាបជាតិធិមរណៈអញ្ចឹងហើយការដោះស្រាយនឹងមនុស្សយើងចេះដោះស្រាយការស្រេកឃ្លានត្រូវរកបរិភោគទទួលទានអីដោយខ្លួនឯងអញ្ចឹងទៅស្លៀកពាក់រួបផ្ទះសម្បែងទីកន្លែងមិនចាំប្រពុតបានត្រាស់ទេប៉ុន្តែសេចក្តីទុកវាមិនបញ្ចប់ត្រឹមប៉ុណ្្នឹងទេទោះជាយើងត្រូវចំណាយពេលមកជីវិតដើម្បីដោះស្រាយសេចក្តីទុកហ្នឹងក៏អត់រួចដែរដោយសារអីដោយសារសកម្មភាពដែលយើងបានធ្វើហ្នឹងវាជាពូជសម្រាប់ឲ្យមានបដិសន្ធិមានអត្តភាពថ្មីតទៅទៀតម្ល៉េះតដែលហ្នឹងកើតមកជាតិហ្នឹងរវល់ក្នុងជាតិហ្នឹងទៅរួចទៅយើងហាក់ដូចជាថាខំប្រឹងប្រែងដោះស្រាយសេចក្តីទុកហ្នឹងវាដូចថាយើងខំរੂឲ្យបាន$1 លានទៅយើងអស់ហើយសេចក្តីទុកហ្នឹងវាអត់មានវិធីដែលត្រូវអស់សេចក្តីទុកហ្នឹងដោយសារតែថាយើងមាន$1 លានអីទៅឲ្យអ្នកណាអីចឹងទៅយើងឈប់កើតទៀតឈប់មានជាតិកំណើតអីចឹងវាអត់មានវិធីហ្នឹងទាល់តែព្រះពុទ្ធអង្គត្រាស់ដឹងព្រះអង្គសម្ដែងប្រាប់ហេតុហ្នឹងគឺមកអំពីណែអាការដែលយើងមានសេចក្តីទុកហ្នឹងហើយក្នុងជាតិហ្នឹងណាម្ល៉េះយើងត្រូវការដោះស្រាយសេចក្តីទុកហ្នឹងរកអាហារបរិភោគរកផ្ទះសម្បែងទីកន្លែងទៅដល់តែពេលយើងរស់បានទៅយើងទៅជាត្រេកអរនឹងរបស់ដែលបានហ្នឹងយើងអត់ដឹងថាដែលចាំបាច់យើងត្រូវប្រឹងប្រែងស្វែងរកសម្រាប់រស់ហ្នឹងមកពីមានអត្តភាពគឺបញ្ចខណ្ឌនេះហើយយើងអត់ដឹងបញ្ញខណ្ឌហ្នឹងវាមានទិដ្ឋិមួយកើតពីអាការអត់ដឹងហ្នឹងចាប់ប្រកាន់យកមកធ្វើជាខ្លួនយើងនឹងឯងវាហៅថាទិដ្ឋិសកាយទិដ្ឋិហើយវាមានអ្នកប្រៀបផ្ទឹមខ្លួននឹងអ្នកដទៃដល់អញ្ចឹងទៅវាកើតសកម្មភាពឡើងចេតនាកម្មនឹងឯងជាពូជមិនបញ្ចប់ត្រឹមស្លាប់ទេទោះជាយើងខំរវល់មកជាតិនឹងប៉ុណ្ណារួចទៅដល់ពេលស្លាប់ទៅត្រូវទទួលភារៈមួយទៀតហើយមិនមែនតែម្ដងទៀតនឹងឬ5ដង10ដងហើយណាគឺថាទោះជាយើងរវល់ប៉ុណ្ណាក៏ដោយការងារមិនចេះបញ្ចប់ទេចុតិបដិសន្ធិកន្លែងហ្នឹងដែលព្រះពុទ្ធអង្គ
ទ្រង់បានត្រាស់ដឹងក្នុងលោកហ្នឹងចាំបាច់ត្រូវជួយសត្វលោកហ្នឹងដើម្បីបញ្យល់សត្វលោកថាណែដែលយើងត្រូវការអ្វីៗក្នុងលោកហ្នឹងមកពីមានអត្តភាពហ្នឹងអញ្ចឹងយើងកុំចេះតែបានអ្វីហើយត្រេកអរភ្លេចដោះស្រាយអាសេចក្តីទុក្ខនេះឧទាហរណ៍ដូចថាយើងឈឺដល់ទៅពេលយើងរត់ថ្នាំបានថ្នាំមកយើងរវល់តែបង្អួតបង្អត់ថ្នាំគ្នាណាខ្ញុំមានថ្នាំពេញមកកាបូបណែឯងអត់មានថ្នាំណែឯងអន់ណាខ្ញុំមានថ្នាំអីចឹងទៅវាទៅរវល់នឹងថ្នាំនឹងត្រេកអររីករាយចឹងទៅវាអត់បានព្យាបាលរោគនឹងឲ្យជាវាទៅជាសបាយនឹងបានថ្នាំហ្នឹងដូចថាយើងកើតតំបៅអញ្ចឹងទៅយើងយកថ្នាំក្រហមហ្នឹងមកលាបអញ្ចឹងបង្អួតថាសាច់ខ្ញុំក្រហមអីចឹងទៅហើយបានថ្នាំបិទទៅបានសម្ពុតរុំតំបៅហ្នឹងទៅយើងបង្អួតគ្នាសម្ពុតខ្ញុំល្អអីចឹងទៅអញ្ចឹងគឺថាយើងរវល់តែត្រេកអរនឹងថ្នាំរវល់តែត្រេកអរនឹងសម្ពុតរុំតំបៅហ្នឹងចឹងទៅរហូតដល់ទៅថាយើងស្រឡាញ់ថ្នាំនឹងយើងស្រឡាញ់សម្ពុតរុំតំបៅនឹងចឹងទាំងអាថ្នាំនឹងក៏មិនអាចធ្វើឲ្យតំបៅយើងជានឹងឯងសម្ពុតនឹងមិនអាចធ្វើឲ្យតំបៅយើងជាទេត្រូវរោគថ្នាំឲ្យពិសេសឡើងដើម្បីឲ្យតំបៅនឹងជាប៉ុន្តែយើងវាលែងចង់ជាហើយយើងអត់ចាំបាច់រកថ្នាំពូកែថ្នាំស័ក្តិសិទ្ធិអីទេព្រោះយើងមានតំបៅអញ្ចឹងទៅយើងបានរុំតំបៅនឹងអញ្ចឹងទៅយើងបង្អួតថាសម្ពុតខ្ញុំនឹងល្អពណ៌ល្អមានតម្លៃអីអញ្ចឹងនេះខ្ញុំណាលើកជាឧទាហរណ៍ដើម្បីឲ្យបងប្អូនកូនចៅជ្រាបថាអត្តភាពដែលយើងកើតមកមួយជាតិហ្នឹងដូចតំបៅអញ្ចឹងឬថាជារោគអីក៏បានដែរគឺសរុបមកព្រះអង្គសម្ដែងបញ្ញខណ្ឌហ្នឹងរោគកតោហ្នឹងតែម្ដងទាំងគឺជារោគនឹងឯងហើយអាការដែលយើងបានបច្ច័យ4ហ្នឹងដូចថ្នាំអញ្ចឹងប៉ុន្តែវាមិនអាចកម្ចាត់បងរោគនឹងឲ្យជាទៅបានទេគ្រាន់តែដូចថាធូអីចឹងដូចយើងឃ្លានយើងបរិភោគទៅរួចទៅវានៅឃ្លានទៀតយើងត្រូវការស្លៀកពាក់យើងត្រូវការផ្ទះសម្បែងទីកន្លែងអីចឹងទៅវាមិនអាចធ្វើឲ្យអស់ភពជាតិកំណើតទេពីព្រោះអីពីព្រោះបច្ច័យ4អ្វីជាខាងក្រៅហ្នឹងវាមិនអាចកម្ចាត់បងហេតុនៃសេចក្តីទុក្ខហេតុនៃភពជាតិកំណើតហ្នឹងគឺពូជគឺកម្មឯដែលកម្មហ្នឹងកើតពីអវិជ្ជាតណ្ហាឧបាទានហ្នឹងដល់អញ្ចឹងតលតែណែចូលមកប្រព្រឹត្តព្រះមច្ចរិយធម៌ក្នុងពុទ្ធនួហើយអប់រំសិលសមាធិបញ្ញាដើម្បីថាការដែលបព្វជិតប្រើប្រាស់បច្ច័យ4ហ្នឹងពិចារណាឲ្យឃើញថាជាប្រយោជន៍មួយយ៉ាងគឺដើម្បីចិញ្ចឹមសិលសមាធិបញ្ញានឹងប្រយោជន៍មួយយ៉ាងទៀតដើម្បីអនុគ្រោះដល់ពុទ្ធបរិស័ទដែលប្រសង់មានសីលាតិគុណជាស្រែបុណ្យពុទ្ធបរិស័ទបានគោរពបូជាព្រះពុទ្ធពធព្រះសង្ឃនឹងទៅសម្រេចបានជាទីពឹងដូចជាកសិករអ្នកធ្វើស្រែអញ្ចឹងនឹងឯងទេយធัวនឹងដូចជាពូជអញ្ចឹងនឹងព្រះពុទ្ធអង្គសម្ដែងអញ្ចឹងព្រះសង្ឃនឹងជាស្រែបុណ្យនឹងអនុត្តរង្គបញ្ញខេតាំងលោកកាសៈនឹងលោកទទួលនឹងដោយបហាប្រតិអនុគ្រោះមិនមែនទទួលយកមកចិញ្ចឹមលោភៈទោសៈមោហៈទេគឺត្រូវពិចារណាកំណត់ដឹងព្រំដែននៃប្រយោជន៍ថាត្រូវប្រើប្រាស់ដើម្បីប្រយោជន៍អីថាគ្រាន់តែញ៉ាំងជីវិតិន្ទ្រីឲ្យរស់ហើយប្រព្រឹត្តសិលសមាធិបញ្ញាដើម្បីលះបង់លោភៈទោសៈមោហៈក្នុងចិត្តសន្តានបានជាការដោះស្រាយសេចក្តីទុក្ខក្នុងវដ្តសង្សារបាននឹងគឺបព្វជិតនឹងប្រើប្រាស់បច្ច័យ4ដោយការពិចារណាអញ្ចឹងនឹងឯងទាំងក្នុងចតុបរិសិទ្ធសិលដូច្នេះនៅក្នុងសេចក្តីនេះដល់ទៅសត្វលោកយើងអត់បានជួបនឹងពុទ្ធសាសនាអត់បានជួបនឹងពធយើង
ត្រឹមតែត្រេកអរនឹងបច្ច័យ4ឬក៏អាចប្រព្រឹត្តទៅក្នុងលទ្ធិសាសនាដតីទៅដែលមិនមែនជាអរិយមេអង្គ8ដូចជាថាឆ្នាំហ្នឹងវាអត់ស័ក្តិសិទ្ធិវាមិនអាចឲ្យរោគនឹងជាបានណាហើយយើងក៏អត់ចង់ជារោគនឹងទៀតព្រោះមានជាតិកំណើតដែលយើងនៅក្នុងកំណើតជាមនុស្សនេះយើងសប្បាយនឹងការដែលយើងបរិភោគតាមពិតបើអត់មានឃ្លានទេចាំបាច់បរិភោគអីហើយហេតុអីបានឃ្លានតែមកពីមានអត្តភាពកើតមកហ្នឹងណាហើយឃ្លាននឹងជារោគជាទុក្ខគ្រាន់តែថាយើងវាឃ្លានបរិភោគទៅក៏វាអត់បានកំណត់ដឹងនៅសេចក្តីទុក្ខក្នុងវដ្តសង្សារនឹងទេវាមានការផ្លត់កតិផ្លត់កំណើតពីមនុស្សនឹងដោយអំណាចការដែលយើងសវឹងត្រេកអររីករាយទៅយើងអត់មានពូជដែលសម្រាប់បន្តភពជាតិកំណើតដែលជាសុគតិភពពួកដោយអញ្ចឹងទៅវាមានជាតិកំណើតដែលត្រូវខ្វះខាតនោះលហេមលហាមទៅអញ្ចឹងទៅវាមានជាតិកំណើតច្រើនទៀតណាស់ដែលយើងមិនបានដឹងច្បាស់ដូចជាបងប្អូនកូនចៅខ្លះគេថាមាននរកឯណាមានប្រែតឯណាអាហ្នឹងវាគ្រាន់តែយើងអត់ដឹងនឹងឯងប៉ុន្តែមិនមែនបានសេចក្តីថាអ្វីដែលយើងអត់ដឹងគឺវាអត់មានមិនមែនចឹងទេនឹងឯងព្រោះរឿងដែលយើងមិនដឹងមានច្រើនណាស់នឹងឯងទាំងយើងគិតមើលដើម្បីឲ្យយើងដឹងថាយើងនឹងឯងនៅល្ងងយើងនៅមានអវិជ្ជាបិទបាំងយើងពិចារណានៅពេលដែលយើងខឹងនៅពេលខឹងទោសៈប្រកបជាមួយនឹងមោហៈណាគឺមិនដឹងតាមសេចក្តីពិតនៃអារម្មណ៍ម្ល៉េះហើយវាវង្វេងទៅដោយមោហៈក៏មានការខឹងក្រោធទៅភ័យក៏ដូចគ្នាកើតទុកផ្លូវចិត្តក៏ដូចគ្នាអាស្រឡាញ់ស្អប់កប់ទាស់រឿងលោកីហ្នឹងគឺសិតតែកើតជាមួយនឹងមោហៈទាំងអស់នៅក្នុងអកុសលចិត្តបាត12ដួងអត់មានអកុសលចិត្តណាដែលមិនប្រកបជាមួយនឹងមោហៈទេមោហៈគឺវង្វេងក្នុងអារម្មណ៍ទៀតគឺអត់បានកំណត់ដឹងសេចក្តីពិតទេអញ្ចឹងវាត្រូវស្រឡាញ់ស្អប់កប់ទាស់កើតទៅជាកំណាញ់ចំណែនកើតទៅជាទិដ្ឋិមានះកើតទៅជាការភ័យខ្លាចគឺដោយសារមិនបានដឹងសេចក្តីពិតនេះគ្រាន់តែខ្ញុំណាលើកឲ្យឃើញថាយើងវានៅមានអវិជ្ជាជាគ្រឿងបិទបាំងហើយអវិជ្ជានឹងឯងទាំងដែលជាសេចក្តីល្ងងរបស់សត្វលោកហើយជាកំពូលសត្រូវនឹងខ្លួនឯងបុគ្គលល្ងងខ្លៅទាំងជាកំពូលសត្រូវជាមួយនឹងខ្លួនឯងតាមពិតយើងក៏មិនអាចពឹងអ្នកដទៃណាដើម្បីមកលះបាបក្នុងចិត្តរបស់យើងបានទេទេវតាប្រអិនប្រព្រំព្រះជាម្ចាស់ក៏ដោយក៏មិនអាចមកលះបាបពីចិត្តយើងទេព្រះពុទ្ធអង្គសម្ដែងរូបមន្តសម្ដែងសិលសមាធិបញ្ញាសម្ដែងឲ្យយើងបានជ្រួតជ្រាបអំពីគុណតម្លៃប្រយោជន៍របស់បុណ្យកុសលដើម្បីមកកម្ចាត់បងសេចក្តីសៅហ្មងក្នុងចិត្តយើងតលតែយើងប្រព្រឹត្តបរិបត្តិដោយថាគ្រូពេទ្យប្រាប់រូបមន្តដើម្បីយើងផ្សំថ្នាំយើងត្រូវមកផ្សំថ្នាំហើយអនុវត្តទៅតាមលោកគ្រូពេទ្យនឹងឯងចឹងបើយើងមិនផ្សំថ្នាំនឹងមិនលេបគឺយើងអត់ជាតែយ៉ាងណាបើយើងមិនប្រតិបត្តិទៅតាមបវាទរបស់ព្រះអង្គក៏យើងមិនអាចកម្ចាត់បងសេចក្តីសៅហ្មងក្នុងចិត្តរបស់យើងបានទេហើយណែអាការដែលយើងត្រូវប្រតិបត្តិកម្ចាត់បងសេចក្តីសៅហ្មងក្នុងចិត្តយើងហ្នឹងគឺមានតែខ្លួនយើងទេដែលធ្វើឲ្យខ្លួនឯងបានដោយដែលព្រះអង្គសម្ដែងសัพពបាបស្សៈអករណੰការមិនធ្វើបាបទាំងពួងអានេះគឺដើម្បីកម្ចាត់បងហេតុនៃសេចក្តីទុក្ខក្នុងវដ្តសង្សារនឹងឯងមិនឲ្យយើងលំបាកនឹងទទួលយកអត្តភាពមកចិញ្ចឹមបីបាច់មើលថែប្រកែប្រកាន់តទៅទៀតនោះហើយកុសលាសូបសម្បទាដល់ព្រមដោយការបំពេញបុណ្យកុសលគឺការមិនធ្វើបាបទាំងពួងហ្នឹងក៏ជាបុណ្យដែរប៉ុន្តែបុណ្យជាគ្រឹះដូចយើងកសាងបច្ច័យដីយើងធ្វើគ្រឹះរួចទៅបានសាងតួបច្ច័យដីការបំពេញបុណ្យកុសលហ្នឹងជាតួបច្ច័យដីហើយសច្ចិតប្រយោជន៍តៈប៉ុណ្ណឹងកិរិយាសម្អាតចិត្តរបស់ខ្លួនឲ្យស្អាតអានឹងដោយកំពូលបច្ច័យដីទៅជាព្រះអរិយបុគ្គលបញ្ចុះនៅអមតៈធាតុគឺព្រះនិព្វាន
tu na đại chia arom này Paul sama bat đại pre hà rây bậc quân nâng tay cho can Paul sama bat miền pre này miền chia arom chia sóc rưỡi trong bát chia bòn nâng ảnh ní chia chai đấy này chỉ vết rồi bỏ pre khay na srop rưỡi có pre hà rây bậc quân đại miền sớ chỉ cư cái miềnสมาธิchỉ tua về trái đấy miềnปัญญาchỉ cầm púl bằng châu âm mà tạ thiết cứ pre này piền đại pre đây bậc quân tay tại châu Paulสมาบัติmiền pre này piền chỉ aromเนี่ยสังเหรังสังกปังตังเวทเทมนุปรูเยนึงจำราญพอสมาบัดเรื่อยในเมียนเปรี้ยนเปลี่ยนมันกำราเมียนเปรี้ยนเปลี่ยนมันระเซมระสามจีอารอมในพอสมาบัดนึงนั่นคือเจียปัจจัยได้ในชีวิตเตะตัวตือนึงคลำซาในพุทธศาสนาคือการได้ยึงตรึเพื่อเจียตีปึ้งเอาครูนเองให้ได้ยังอาเจตีปึ้งเลยขลุ่นยังตอนเลยยังเมียนสมัติเพียบเมียนจำในดั้งเมียนกุนละทั่วได้อาจุ่มเรียสิก็ได้ใส่มองน้องจัดสันดานอาช่วยขลุ่นยังไงรู้ปีสเพียเวอเกราะรู้ปีบ้ารู้ปีสิก็ได้ใส่มองรู้ปีให้ปีปัจจัยในสิก็ได้ตกน้องวัดสังสาคือเมียนแต่ขลุ่นยังแต่ได้อาช่วยบ้านสมใบแต่เมียดาไปดาได้ช่วยยังช่วยบ้านแต่เรื่องขังคราวนั่งเองมันอามาช่วยกำจัดบองบาปีจัดยังบานเต้ปนนั่งเชียเปรียหารฮอนดอกเมียนกุนเลยโกนเปล่าใส่ดอกไกรเลงแต่ให้นั่งไอ้เจ้าตำรำดอแต่ขลุ่นยังได้อาช่วยขลุ่นไอ้เตี้ยนำยกเปรียในเปียนได้มันเมียนเชียดจะเรียมรณะมาเอาขลุ่นไอ้เตี้ยแต่เชียกุนดอกไกรเลงปนนานั่งไอ้ได้ยังตรึแต่ปรังแปลงดำใบช่วยขลุ่นไอ้เตี้ยสรุปมาในขนมโลกนี่มันเมียนเอาไว้ได้สำคัญสำหรับเยิงเชียงขลุ่นเยิงเชียงมนุษย์ละอเตเมียนแต่มุ้ยนั่งไงเมียนแต่มันเนี่ยไอ้นั่งไงแต่เยิงนั่งโคตรมุ้ยให้คืออัดเมียนแต่นามาช่วยเยิงจุ่มนู่เยิงบานเตพนมเมียพนมประเอาไว้ได้ท่าละอนะก็มาจุ่มนู่อัดบานได้มาเอาเยิงละออย่างนี้จะนู่เตออัดบานเตกล่าวนะเบอเยิงเชียมนุษย์มันละอแต่ให้นั่งไงจันคือเป็นในเลือกาปปรึกจันปรึกโดยกายโดยวิจารนั่นแต่กาวนากรมชกวงเฮ้ยคืออัดเมียนเมียประลุยกะสมบัติไอ้มาช่วยท่าเอาเยิงเตยจะมนุษย์ละอมานี่vìเพราะมนุษย์ละอเมนโดยรูปกายเมนโดยเลียบยัวไอ้เต้คือละอโดยซากาปปรึกอันนั้นคือพระพุทธได้กาพระองค์สำแดงขนมเวียเศษโซจันคือแต่ได้เชี่ยบอกว่าภาษาเมนโดยตระกูลเมนโดยวันนะเมนโดยตรับทวนเตให้ก็มันเมนเท่าเทียบโดยซาตระกูลโดยซาวันนะโดยซาตรับทวนได้แต่ภาษาโดยซากาปปรึกโดยซากรรมอำเภอเทอเนี่ยนั่งไงกรรมมนาวัตเตโลกากรรมมนาวัตเตปเจียเนี่ยกรรมนิปวนตเนียสัตตาเรียทัศาในเวียเยยตาวเนี่ยนองสัลในขนมเวียเซตโซดจนไปดอกเล่นเพย์ปรามพระองค์ใดนั้นคือถ้าภาษาก็โดยซากาปปรึกเท่าเทียบก็โดยซาปปรึกได้พระองค์ตรัสสัตเศร้ามองเหม็นโดยซารูปกายเศร้ามองนี่คือโดยซาเจ็ดเศร้ามองให้ได้พระองค์ตรัสสัตต่างหลายบริสุทธิ์มันเมนในเลยรูปกายเท่คือในเลยเจ็ดบริสุทธิ์นั่นคือthì cái đâyสำคัญได้มนุษย์យើងត្រូវយល់បានយើងមកយល់សរុបថាក្នុងโลกនេះអត់មានអ្វីដែលល្អសម្រាប់យើងសំខាន់សម្រាប់យើងជាងខ្លួនយើងជាមនុស្សល្អទេដែលយើងត្រូវមានភារៈតួនាទីជួយខ្លួនឯងហើយយើងនឹងជួយដល់អ្នកដទៃបានទៅតាមលទ្ធភាពក្រុមគ្រួសារបងប្អូនកូនចៅសង្គមជាតិសាសនាអីទៅតាមហ្នឹងតាមរយៈដែលយើងជាមនុស្សល្អកុំភ័យខ្លាចថាយើងជាមនុស្សល្អចូលមកបួសជាបព្វជិតគិតយកតែរួចខ្លួនអីអត់ទេចឹងអត់ទេគុណម្ចាស់ជួយទាំងអ្នកដែលនៅរស់ជួយទាំងមនុស្សជួយទាំងទេវតាជួយទាំងអ្នកដែលចែកឋានទៅទៀតតាមរយៈនៃគុណធម៌របស់អ្នកបួសជួយខ្លាំងណាស់មិនមែនមកបួសនឹងគិតយកតែពីរួចខ្លួនអត់បានការអីអត់ជួយអ្នកដទៃអីគឺមិនមែនទេគឺមនុស្សដែលអាចជួយអ្នកដទៃបានគឺជាមនុស្សដែលជួយខ្លួនឯងបានគ្រាន់តែជាមនុស្សល្អចឹងទៅជួយបន្តទៅទៀតទាំងជួយខ្លួនឯងផងជួយអ្នកដទៃផង
ដោយថាអ្នករៀនភាសាបរទេសអីចឹងទៅរៀនមិនតាន់ចេះជាប់ខ្លួនឯងអីនឹងសពគ្រប់ទេប៉ុន្តែថាចេះបានប្រមាណជួយប្រាប់គេប៉ុណ្ណឹងទៅនឹងឯងដោយគុណចាស់រៀនព្រះអភិធម្មអញ្ចឹងមិនមែនតាន់ចេះអស់លីងទៅទេប៉ុន្តែថាចេះបានប៉ុណ្ណាថាជួយប្រាប់ញាតិញោមទៅទៀតទៅអញ្ចឹងទៅវាធ្វើឲ្យគុណចាស់កាន់តែមានឆន្ទៈរៀនថែមរៀនតទៅទៀតរឿងដែលយើងជួយខ្លួនឯងហើយយើងប្រឹងប្រែងជួយអ្នកដទៃទៅតាមការដែលយើងប្រព្រឹត្តល្អនឹងឯងមានទឹកចិត្តអញ្ចឹងទៅទាំងគ្រាន់តែទឹកចិត្តយើងនេះក៏ជួយអ្នកដទៃមិនល្មមទេឲ្យអ្នកដទៃមានកម្លាំងចិត្តក្នុងកិច្ចការងារដែលល្អមានកម្លាំងចិត្តក្នុងការរស់នៅធ្វើជាមនុស្សល្អធ្វើជាមិត្តភក្តិល្អធ្វើជាភរិយាល្អធ្វើជាស្វាមីល្អកុំចាំបាច់ចិត្តតែចង់បានពីអ្នកដទៃយើងកាត់បន្ថយភាគរយយើងចង់បាននឹងនាំឲ្យយើងខកចិត្តមិនពេលនេះក៏ពេលណាដែរព្រោះយើងមិនចិត្តតែចង់បានអីបាននឹងគ្រប់ពេលវេលាទេវាតេតួងនឹងផលបុណ្យរបស់យើងផងដែលនឹងឲ្យយើងបានសម្រេចតិចច្រើនអីហ្នឹងចឹងកុំឲ្យចេះតែបន្ទោសថាអ្នកដទៃមិនឲ្យយើងហើយក្នុងលោកនេះអត់មានអ្នកណាចេះតែចង់បានអីបាននឹងទេយើងត្រូវតែយល់ការពិតអញ្ចឹងគ្រាន់តែយល់ត្រឹមត្រូវប៉ុណ្ណឹងយើងមានសេចក្តីសុខបាត់ហើយយើងអត់យល់ចេះតែទៀមទាហ្នឹងឯងដែលនាំឲ្យយើងខកចិត្តយើងចេះតែចង់ឲ្យអ្នកដទៃធ្វើអីល្អនិយាយល្អដាក់យើងបានសុខយើងទៅរស់សេចក្តីសុខឯណាអញ្ចឹងវាមានអ្នកណាចិត្តតែស្រឡាញ់យើងគ្រប់គ្នាអ្នកណាចិត្តតែល្អដាក់យើងទាំងអស់គ្នានឹងឯងតែភរិយាស្វាមីក៏មិនមែនចិត្តតែល្អគ្រប់ពេលវេលាឬក៏គ្រប់រឿងទេនឹងឯងយើងកុំទៀមទា 100% អីពីអ្នកដទៃមានប៉ុណ្ណាយើងឃើញប៉ុណ្ណឹងទៅប៉ុន្តែសំខាន់គឺយើងធ្វើល្អឲ្យអ្នកដទៃវិញនឹងឯងបានវាសំខាន់សម្រាប់យើងផងសម្រាប់អ្នកដទៃផងអញ្ចឹងគឺគ្រាន់តែយើងយល់ថាក្នុងលោកនេះមិនមាននរណាចេះតែបានអីដូចចិត្តទេប៉ុណ្ណឹងមានសេចក្តីសុខហើយណាឲ្យតែច្បាស់លាស់ឡើងណាពីព្រោះអីបានជាសុខមកពីវាកាត់បន្ថយនៅចំណង់គេនេះធัวសច្ចៈធัวអញ្ចឹងសុខគឺសុខអញ្ចឹងមែនណាសេចក្តីទុកគឺទុកមែនណាដែលយើងសង្ឃឹមខ្លាំងទុកក៏ខ្លាំងដែរព្រោះខកចិត្តអញ្ចឹងយើងត្រូវរៀនការពិតវិញអ្វីដែលមានក្នុងជីវិតយើងអ្វីដែលមានជុំវិញជីវិតសុទ្ធតែការពិតត្រឹមត្រូវ 100% ពេលខ្លះយើងមានផលបុណ្យច្រើនក៏មានសេចក្តីសុខច្រើនល្អច្រើនគេគោរពគេសរសើរគេយកចិត្តទុកដាក់អីចឹងទៅប៉ុន្តែខ្លះវាថយចុះមកពេលខ្លះក៏លំបាកអញ្ចឹងទៅយើងត្រូវរៀនទទួលយកសច្ចធម៌នៃជីវិតនឹងឯងជំនួសអាការដែលយើងខកចិត្តយើងកើតបញ្ញាយើងមានបញ្ញាជីវិតមកសេដ្ឋាំងអ្នកប្រាជ្ញលោកសរសើរណាជីវិតនៃអ្នកដែលរស់នៅដោយបញ្ញាព្រោះថាសុខោបញ្ញាបដិលាភោការបានដោយចំពោះនៅបញ្ញានាំមកនៅសេចក្តីសុខគ្រាន់តែយើងយល់ថាណែជីវិតនេះមិនមែនមានតែសុខទេណាគ្រាន់តែយល់តាមការពិតចឹងទេតើទៀតការពិតនេះណាជាសាលាថ្នាក់បរិញ្ញាណាពុទ្ធត្រាស់ដឹងក៏រៀនសាលានឹងដែរព្រះបច្ចេកពុទ្ធត្រាស់ដឹងក៏រៀនសាលានឹងដែរព្រះអរិយសាវកអគ្គសាវកអគ្គសាវិកាព្រះអរិយបុគ្គលទាំងអស់ក៏រៀនសាលានឹងដែរហៅថាសាលាថ្នាក់បរិញ្ញាមានញាតបរិញ្ញាដឹងនាមរូបព្រមទៅដោយបច្ច័យតៃរណបរិញ្ញាឃើញនាមរូបកើតរលត់និងបហានបរិញ្ញាលះបង់សេចក្តីប្រកាន់ពីព្រោះឃើញការពិតនៃសង្ខារធម៌ដែលប្រព្រឹត្តទៅតាមសេចក្តីពិតនឹងគឺមិនប្រកាន់មិនហួងហែងឲ្យយ៉ាងនេះវិញឲ្យយ៉ាងនោះវិញទេគឺគោរពសិទ្ធិនៃការកើតឡើងនៃសង្ខារធម៌ទាំងដែលសង្ខារធម៌កើតហើយរមែងមានការប្រែប្រួលមិនចាប់យកមកហួងហែងថាបោះអញទេតែដល់ទៅប្រែប្រួលទៅឬក៏មានសភាពយ៉ាងណាក៏មិនទាស់ចិត្តដែរពីព្រោះអ្វីនឹងជាការពិតព្រោះតែដឹងនៅការពិតនឹងឯងទៅបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដល់តែយើងអត់បានសិក្សាចូលនៅក្នុងសាលាហ្នឹងពេញចិត្តយើងចាប់យកដល់ទៅទាស់ចិត្តយើងកើតទុកនេះឯងដែលយើងក្រៅសាលាហើយយើងចង់ឲ្យអ្វីហ្នឹងមកលេបឡប់លេះលោះដោយចិត្តរបស់យើងគឺមិនបានទេព្រោះសាលានេះគឺមានសច្ចធម៌ត្រឹមត្រូវណាស់អត់មានតាមចិត្តគំនិតណាទេប៉ុន្តែបើនរណាចូលមកសិក្សាទទួលការពិតបាន
សន្សំទៅដោយអភិនិហាបារមីត្រូវត្រាស់ជាពុទ្ធក៏ជាពុទ្ធទៅជាព្រះបច្ចេកពុទ្ធអរិយសាវកអរិយសាវិកាអីគឺសម្រេចបានដោយសារឃើញការពិតនឹងគឺបរិញ្ញា3នេះឯងញាតបរិញ្ញាតៃរណបរិញ្ញានិងបហានៈបរិញ្ញាដែលបកប្រែអំបញ្ញមិញហ្នឹងគ្រាន់តែចង់បញ្ជាក់ថាលោកនៃសេចក្តីពិតនេះសំខាន់ណាស់សម្រាប់យើងទទួលដោយបញ្ញានឹងឯងដូច្នេះយើងបានសិក្សាធម៌របស់ព្រះអង្គពិតមែនតែសទ្ធានឹងនាំមុខដើម្បីយើងជឿព្រះអង្គតែទីបំផុតក្នុងសាសនានេះត្រូវយកបញ្ញាជាកំពូលទាំងគឺចូលទៅដល់ការពិតនឹងហើយបានរំលត់អវិជ្ជាដោយខ្លួនឯងហើយក៏អត់មានការប្រកាន់ហួងហែងអត់មានការបន្ទុះតោះអត់មានការភ័យខ្លាចហើយក៏អត់មានបដិសន្ធិតទៅទៀតពីព្រោះតែកាលណាអស់សេចក្តីល្ងងវាត្រូវអស់តណ្ហាសច្ចធម៌យ៉ាងណាយើងចង់ឲ្យទៅជាយ៉ាងម៉េចទៀតបើការពិតគេអញ្ចឹងហើយឧទាហរណ៍ថាដបទឹកហ្នឹងហ្នឹងឯងហើយយើងចង់ឲ្យទៅជាកែវយ៉ាងម៉េចយើងមានតែនឹកថាឲ្យដបនឹងទៅជាកែវឯងមកពីយើងដឹងថាដបគឺដបហើយយើងដឹងថាផ្កាម្លិះគឺផ្កាម្លិះហើយយើងមិនចង់ឲ្យទៅជាផ្កាលីលីឬក៏ចង់ឲ្យទៅជាស្លឹកម្លូនោះណាយ៉ាងណាមិញតែកាលណាបញ្ញាចូលទៅដឹងការពិតហើយគឺត្រូវតែរំលត់តណ្ហាកន្លែងហ្នឹងហ្មងវាអត់ចង់ទៅជាស្អីទៀតទេអ្វីយ៉ាងម៉េចគឺយ៉ាងហ្នឹងអ្វីយ៉ាងម៉េចគឺយ៉ាងហ្នឹងបានតណ្ហាត្រូវរលត់ដល់រលត់តណ្ហាវាអត់មានតតែងអភិសង្ខារគឺកម្មដើម្បីថាទៅធ្វើដើម្បីឲ្យបានយ៉ាងនេះវិញឲ្យបានយ៉ាងនោះវិញទេត្រូវរំលត់តណ្ហាជាការរលត់ភារៈចឹងអាការដែលយើងរវល់ដោយអំណាចនៃតណ្ហាហ្នឹងគឺជាការរវល់បំរើខណ្ឌបំរើកិលេសហ្នឹងអញ្ចឹងសច្ចធម៌មានជំរឿចឹងយើងមិនអាចនឹងដឹងបានដោយសពគ្រប់ទេប៉ុន្តែគ្រាន់តែយើងមានសទ្ធាក្នុងព្រះតថាគតថាព្រះអង្គទ្រង់ដឹងសពគ្រប់ទាំងអស់ហើយព្រះអង្គសម្ដែងប្រាប់ឲ្យយើងដឹងផងហើយយើងត្រូវតែមានពិសោធន៍ថាចំណេះដឹងទៅលើអ្វីដែលព្រះអង្គសម្ដែងឲ្យដឹងហ្នឹងណាគឺអាចឈ្នះនៅសេចក្តីទុក្ខទាំងពួងបានជាចំណេះវិជ្ជាដែលអស់ទុក្ខចំណេះវិជ្ជានៅក្នុងโลกនេះគឺមិនចាំបាច់និយាយដល់ទៅចុតិបដិសន្ធិអីទៅជាតិក្រោយទេតែក្នុងជាតិនឹងក៏យើងមិនអាចនឹងឲ្យអស់សេចក្តីទុក្ខបានដែរសេចក្តីទុក្ខផ្លូវកាយក៏នៅតែមានសេចក្តីទុក្ខផ្លូវចិត្តដែលកើតមកពីចំណង់របស់យើងមិនតាន់គ្រប់ហើយមិនបានដូចចង់ជួនកាលយើងប្រឹងប្រែងស្វែងរកសេចក្តីសុខមកច្រកអញ្ចឹងទៅតាមរយៈទ្រព្យសម្បត្តិលាភយសឋានៈបុណ្យស័ក្តិប៉ុន្តែយើងអត់មករក្សាចិត្តរបស់យើងទេហ្នឹងហើយក្រំតែអ្នកបំរើធ្វើអីយឺតបន្តិចធ្វើអីមិនបានល្អយើងមួម៉ៅក្តៅក្រហាយយើងខ្វះសេចក្តីអត់ធន់ជីវិតយើងជាទុក្ខហើយថាយើងរស់សុខប៉ុន្តែយើងបណ្ដោយឲ្យសេចក្តីទុក្ខកើតឡើងងាយងាយអញ្ចឹងហើយចូលមិនមែនតែមករឿងហ្នឹងឯណាតិចរឿងនេះតិចរឿងនោះសពគ្រប់ទាំងអស់រឿងជួនកាលមានតែកូនមួយហ្នឹងមិនស្ដាប់បង្កប់ហ្នឹងក៏កើតទុក្ខធំណាស់បាត់ទៅហើយនៅរឿងភរិយានៅរឿងស្វាមីទៀតនៅរឿងរបស់ដែលយើងពេញចិត្តត្រូវប្រត់ប្រាស់ត្រូវប្រែប្រួលទៀតអ្វីដែលយើងស្រឡាញ់គេក៏ចង់បានគេចង់ដណ្ដើមអីចឹងទៅទៀតនៅមានរឿងចោទប្រកាន់ស្ដីថាអីឲ្យយើងទៀតនៅមានរឿងច្រើនណាស់ហើយបើយើងខ្វះគុណធម៌ផ្លូវចិត្តទេយើងធ្វើម៉េចដើម្បីថាទ្រព្យសម្បត្តិទាំងអស់ហ្នឹងមកដោះស្រាយសេចក្តីទុក្ខដែលយើងមានហ្នឹងឲ្យបានតែពាក់កណ្ដាលមិនទាំងបានផងទៀតទ្រព្យសម្បត្តិលាភយសឋានៈបុណ្យស័ក្តិអីក្នុងโลกនេះណាមកដោះស្រាយសេចក្តីទុក្ខឲ្យយើងអត់បានពាក់កណ្ដាលទេតើតែយើងប្រព្រឹត្តធម៌ថែមទៀតព្រោះវាជារឿងសេចក្តីទុក្ខផ្លូវចិត្តសូម្បីតែសេចក្តីទុក្ខផ្លូវកាយតេតួងជារៀបជាធិអីទាំងអស់ហ្នឹងការព្រាត់ប្រាសឬក៏ដែលអាត្មាអញនឹងស្លាប់ដល់ទៅកើតទុក្ខតាមផ្លូវចិត្តក៏កើតមកពីកិលេសដែរដែលយើងមិនព្រមជាមួយនឹងការពិតហ្នឹងដល់តែយើងមានការអប់រំចិត្តចម្រើនបញ្ញាគឺយើងយល់ដឹងសភាពធម្មតានៃជីវិត
ដល់តែយល់ដឹងទៅយើងព្រមតាមធម្មតាយើងមានភារកិច្ចមានតួនាទីត្រឹមតែរក្សាចិត្តអប់រំចិត្តអ្វីទៀតយើងប្រគល់ឲ្យម្យ៉ាងនៅលើផលវិបាករបស់កម្មម្យ៉ាងទៀតមិនទៀងជាទុក្ខជាអនត្តាទាំងអស់ហ្នឹងយើងមិនបានធ្វើមកទេយើងមិនចេះតែទៅទទួលដោយអំណាចនៃសេចក្តីប្រកាន់មកកើតទុកចង្អៀតចង្អល់ដូចជាអ្វីហ្នឹងយើងអ្នកធ្វើយើងធ្វើបញ្ញខណ្ឌនឹងមកអីបើពោលដោយបរមត្តវាជារឿងវត្តដាក់ទេគ្រាន់តែសន្មត់ថាយើងមួយអង្គម្នាក់ប៉ុន្តែអ្នកណាទៅធ្វើរូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងនោះអ្នកណាទៅធ្វើរាគៈទោសៈមោហៈកិលេសទាំងអស់នឹងឲ្យខ្លួនឯងនោះហើយធ្វើចាស់ធ្វើឈឺធ្វើស្លាប់ឲ្យខ្លួនឯងអ្នកណាគេទៅធ្វើយើងនឹងទៅធ្វើសេចក្តីទុក្ខឲ្យខ្លួនឯងហីទៅធ្វើអាលោភៈអាការប្របាក់ចិត្តអាការខឹងឲ្យខ្លួនឯងហ្នឹងអីពេលខឹងម្ដងលំបាកសឹងអីហ្នឹងប៉ុន្តែទាំងអស់ហ្នឹងដែលយើងមិនបានធ្វើយើងត្រូវយករួចខ្លួនកន្លែងហ្នឹងដោយបរមត្តទៅទៀតកន្លែងហ្នឹងគឺបញ្ញាដែលត្រូវដឹងថាអ្វីយើងប្រគល់ឲ្យធម្មតាធัวហ្នឹងទៅមិនមែនយើងអ្នកធ្វើទេយើងរស់ធូរស្រាលកន្លែងហ្នឹងផងទៅវាដូចជាថាដុំថ្មនៅលើក្បាលវាធ្ងន់យើងដាក់ចុះទៅវាធ្ងន់តែថ្មទៅកុំតែយើងលើកយកមកទូលទៅក្តៅតែភ្លើងទៅកុំតែយើងចាប់ទៅមុតស្រួចតែបន្លាទៅកុំតែយើងជន់យ៉ាងណាមិញគឺរឿងយើងត្រូវដោះស្រាយណាចឹងហើយដោះស្រាយដោយការមិនប្រកាន់ហ្នឹងព្រោះសេចក្តីទុកច្រើនណាស់សោចន្តិជានាមមាយិទេសត្វលោកហ្នឹងកើតទុកមកតែពីខ្លួនឯងប្រកាន់ហ្នឹងមិនព្រមទៅតាមសេចក្តីពិតគេមានសច្ចធម៌របស់គេយើងរៀនឲ្យសិទ្ធទៅលើអ្វីហ្នឹងផងទៅដែលគេមានសិទ្ធត្រូវកើតដោយសារគេមានបច្ច័យរបស់គេអត់បច្ច័យគេមិនកើតទេគេត្រឹមត្រូវណាស់គេមិនបានស្ដាប់បង្គាប់បញ្ជាអ្នកណាខ្លាចអំណាចអ្នកណាស៊ីសំណោកសោកប៉ាន់អ្នកណាទេតែដល់តែមានបច្ច័យអ្វីវាត្រូវកើតឡើងអញ្ចឹងណាយើងទទួលយកការពិតនឹងទៅធ្វើឲ្យយើងសុខចិត្តនេះឯងដែលជាសេចក្តីសុខក្នុងជីវិតអញ្ចឹងយើងមានតួនាទីត្រឹមតែថែរក្សាចិត្តនឹងឯងឲ្យបានមមតំទៅមានសមាធិល្អទៅដើម្បីពន្លឺភ្លឺស្វាងឃើញអ្វីដែលជាសេចក្តីពិតទៅបើដូចជាងងឹតយើងមិនដឹងស្អីទេស្ទង់ហ្នឹងយើងអុជភ្លើងមើលទៅហ្នឹងឯងឃើញតែម្ដងហ្នឹងទៅទោះជាបិទភ្លើងទៅវិញក៏យើងដឹងហើយយើងអស់ឆ្ងល់ហើយស្អីយើងមើលឃើញម្ដងហ្នឹងហើយការពិតដែលយើងឃើញហើយហ្នឹងយើងមិនមែននៅតែក្នុងបញ្ញាសោតាបត្តមៈសក្កតិគិមិមៈអីរហូតណាប៉ុន្តែយើងត្រូវអស់ឆ្ងល់ជាមួយនឹងការពិតហ្នឹងឯងព្រោះយើងបានឃើញដោយពន្លឺភ្លេចបន្ទោហ្នឹងឯងងងឹតឆឹងយើងស្រាប់តែភ្លេចបន្ទោខ្មែរយើងខ្លះហៅមហារាជព្រេតមកអញ្ចឹងយើងឃើញអូធាងដងរុះតើឃើញស្មានទេម៉ោចលងឬក៏មនុស្សចងកអីចឹងទៅវាងងឹតមើលមិនដឹងស្អីហ្នឹងមេឃវាខ្មៅងងឹតចង់ភ្លៀងអីផងចឹងទៅអាហ្នឹងបើថាយើងមានភ្លើងក៏ឈួលមើលអីចឹងទៅរួចទៅទោះជាងងឹតវិញក៏យើងអស់សង្ស័យហើយយ៉ាងណាមិញបញ្ញាដែលបានឃើញនៅព្រះនិព្វានម្ដងហើយគឺថាលះនៅសកាយៈទិដ្ឋិឧចេកឆាសីលបត្តបរាមាសៈអីទាំងអស់ហ្នឹងអញ្ចឹងការពិតនៅច្រើនណាស់ដែលយើងអត់ទាន់ដឹងគ្រាន់តែសូមឲ្យបងប្អូនកូនចៅជ្រាបថាមិនមែនអ្វីដែលយើងមិនដឹងនឹងមិនមានទេមិនមែនអ្វីមានត្រឹមតែយើងដឹងទេយើងពិសោធន៍ខ្លួនយើងដឹងហើយនៅពីក្មេងយើងមិនទាន់ដឹងអីរឿងចាស់ហ្នឹងដល់តែយើងធំមកអានយើងដឹងរឿងហ្នឹងហើយអានេះយើងគ្រាន់តែចាស់រូបកាយហើយនឹងមានពិសោធន៍ខ្លះហើយចូលសច្ចធម៌ណាចាំបាច់ពុទ្ធបានត្រាស់ហើយបើគ្រាន់តែយើងក៏ដឹងដែរនោះតើតើពុទ្ធបានត្រាស់ហើយបើអញ្ចឹងមិនមែនបញ្ញាយើងអាចដឹងបានទេតើតែអប់រំឲ្យទៅជាពុទ្ធិទៅមានបញ្ញាតាមការណែនាំរបស់ព្រះអង្គទៅទើបយើងដឹងច្រើនទៅការដឹងនេះឯងដែលធ្វើឲ្យយើងអស់ទុក្ខកង្វល់ក្នុងចិត្តពីព្រោះរឿងដែលយើងអត់ដឹងហ្នឹងយើងចេះតែស្មានចេះតែសន្និដ្ឋានហើយយើងចេះតែជឿទៅតាមលោភៈជឿតាមទោសៈជឿតាមទិដ្ឋិជឿតាមមាននេះគឺខ្លួនយើងហ្នឹងបោកខ្លួនយើងហ្នឹងចឹងយើងចេះតែជឿទៅដូចថានៅពេលស្រឡាញ់ទៅអូយល្អណាស់ស្អាតណាស់យើងចេះតែជឿអញ្ចឹងដែរ
ហើយដល់ទៅពេលស្អប់ទៅអូយអាក្រក់ណាស់គួរឲ្យខឹងគួរអីហ្នឹងយើងចេះជឿដែរទៅតាមគំនិតដែលគិតដោយលោភៈដោយទោសៈហ្នឹងចិត្តហ្នឹងវាសាងរឿងឲ្យយើងវង្វេងទៅតាមហ្នឹងណាទៀតហ្នឹងឯងប៉ុន្តែអ្វីជាសច្ចធម៌នៅពេលដែលយើងមានសតិមានបញ្ញាចម្រើនឡើងណាសតិបញ្ញាមិនដែលនាំលោភៈទោសៈមោហៈកំណាញ់ចំណែនទិដ្ឋិមាននេះមកកើតជាមួយឯងសតិបញ្ញានាំតែទាននាំតែសិលនាំតែភាវនានាំតែការសន្តោសប្រោសប្រណីអធ្យាស្រ័យឲ្យអភ័យមកកើតជាមួយបានត្រឹមត្រូវជាមួយគ្នានឹងការពិតក្នុងលោកគឺប្រព្រឹត្តទៅដើម្បីទានសិលភាវនាមិនមែនដើម្បីលោភៈទោសៈមោហៈទេលោភៈទោសៈមោហៈហ្នឹងវាវង្វេងមិនដឹងការពិតទេសតិបញ្ញាដែលកើតឡើងជាមួយនឹងចិត្តភ្លឺស្វាងដឹងការពិតដូចជាថាមានឪពុកម្ដាយមកជាអារម្មណ៍អញ្ចឹងដល់ទៅមានបញ្ញាដឹងគុណនឹងឯងដែលនាំមកនៅតេកិណានុបទាននឹងបួសអីចឹងទៅដើម្បីឲ្យបានបុណ្យក្នុងប្រភ្នោះច្រើនឧទ្ទិសទៅចឹងទៅអានឹងវាតេតួងនឹងសតិបញ្ញាប៉ុន្តែបើទៅជាមគ្គទៅវិញរមិលគុណទៅវិញអត់ដឹងគុណដឹងតែមេត្តាបិតាគាត់រៀបការទៅគាត់បានយើងមិនដឹងគុណនឹងស្អីផងគុណគឺសេចក្តីល្អណាយើងបរិសេធបានទេព្រោះជាបរមត្តធម៌ល្អគឺល្អហើយទេនៅក្នុងបហប្រតិនៅក្នុងចិត្តសន្តានរបស់គាត់រឿងគាត់ភរិយាស្វាមីរឿងអីអានឹងវាជារឿងដោយឡែកតែរឿងគុណគឺសេចក្តីល្អគឺនៅតែជាតួគុណអញ្ចឹងតែកាលណាយើងបរិសេធគុណហ្នឹងហៅថាអកតញ្ញូមិនដឹងគុណឬក៏មគ្គនេះជារោគរបស់ចិត្តប្រកបជាមួយនឹងមោហៈអញ្ចឹងទៅអញ្ចឹងយើងអត់ថ្វល់ទេអត់រវល់នឹងតបស្នងសងគុណអត់ប្រព្រឹត្តទៅដើម្បីនឹងថាថែរក្សាមេត្តាបិតាដោយកាយដោយចិត្តគាត់អនិច្ចកម្មទៅក៏អាស្រ័យតេកិណានុបទាននឹងឯងប្រកាសសម្ដែងគុណរបស់មេត្តាបិតាហើយនឹងប្រកាសនៅកតញ្ញុតាធម៌ក្នុងជីវិតរបស់យើងឲ្យបានច្បាស់ប្រកបឡើងហើយយើងក៏ជាពុទ្ធបរិស័ទក៏មានតួនាទីដើម្បីនឹងសិក្សាប្រតិបត្តិដើម្បីកម្ចាត់បងសេចក្តីទុក្ខក្នុងជីវិតរបស់យើងតបស្នងសងគុណថែរក្សាព្រះសាសនាដើម្បីបត្រៃបីដកនឹងឯងតាំងនៅរហូតតទៅដើម្បីមានបត្រៃបីដកតាំងនៅតទៅត្រូវមានប្រសង់នៅក្នុងទីវត្តអារាមនឹងឯងបួសត្រួតត្រងថែរក្សាបត្រៃបីដកអញ្ចឹងដើម្បីប្រសង់គង់នៅក្នុងទីវត្តអារាមបានយើងត្រូវតែមានការទំនុកបំរុងប្រសង់នឹងធំដុំហូហែទៅណាទៀតមិនមែនគ្រាន់តែប្រសង់គង់នៅតទេទេប្រតិបត្តិជាគុណនៅក្នុងប្រសង់ជាធម្មចេតដីគួរដល់ការបូជាមួយសិលសមាធិបញ្ញាណាទៀតបដិបត្តិធម៌ហ្នឹងគឺជាបុព្វភាគនៃអរិយមគ្គសង្គ្រោះចូលនៅក្នុងធម្មរតនៈគួរដល់ការគោរពមួយទី2ប្រសង់មានគុណថែរក្សាបត្រៃបីដករហូតមកដល់សប្តាហ៍ថ្ងៃនឹងថែរក្សាតទៅទៀតបើយើងដឹងថាសត្វលោកយើងបងប្អូនកូនចៅយើងចេះតែសបាយចេះតែត្រេកអរនឹងជីវិតរបស់នេះរបស់នោះប៉ុន្តែដល់តែយើងបានយល់ដឹងពធัวទៅយើងមើលទៅឃើញថាកូនចៅយើងមិនបានទីពឹងជាមួយនឹងអ្វីដែលខំស្រឡាញ់ខំពេញចិត្តនឹងទេនឹងត្រូវខកចិត្តហើយពីព្រោះអ្វីទាំងអស់វាប្រែប្រួលកូនចៅយើងចេះផ្ញើសេចក្តីសុខជាមួយនឹងរបស់ខាងក្រៅទាំងអស់ហ្នឹងដល់ទៅបាត់បង់ទៅបើមិនព្រាត់ទៅចោលយើងក៏យើងព្រាត់ទៅចោលអញ្ចឹងបានជាយើងត្រូវថែរក្សាបត្រៃបីដកហ្នឹងសម្រាប់កូនចៅយើងតទៅទៀតហ្នឹងមានឧបនិស្ស័យបានជួបនឹងបត្រៃបីដកយើងមានតែជួយអញ្ចឹងឯងយើងទៅបង្ខិតបង្ខំយ៉ាងម៉េចដើម្បីនឹងថាឲ្យមានសទ្ធាមកឲ្យមានបញ្ញាមកបង្ខំអត់បានទេព្រះពុទ្ធអង្គទ្រង់ស្ដេចយាងទៅព្រៃអសិបតនមគតិយវ័នជួបឧបការជីវកគ្រាន់តែឲ្យឧបការជីវកស្គាល់ព្រះអង្គទេបានប្រយោជន៍ស្គាល់សិនចឹងទៅរួចមកឧបការជីវកនឹងឯងវិវកនឹងកិលេសខ្លួនឯងចឹងទៅមុនដំបូងនឹងតាំងខ្លួនឯងតែព្រះអរហន្តអត់មានគោរពព្រះសម្មាសម្ពុទ្ធអីទេគ្រាន់តែស្គាល់ថាព្រះអង្គព្រះនាមថាអនន្តជាអ្នកគឺត្រាស់ដឹងដោយព្រះអង្គឯងអីចឹងទៅហើយយកដៃដាក់លើថ្ងាសចឹងលៀនដាទៅមិនដឹងថាម៉េចហើយក៏ដើរចេញទៅសម្គាល់តែខ្លួនឯងព្រះអរហន្តដែរក្រោយមកកិលេសនឹងវារើដុកដាំទៅស្រឡាញ់កូនព្រានម្នាក់ដែលជាអ្នកឧបត្ថម្ភនឹងឈ្មោះនាងចាប៉ាហ្នឹងចឹងទៅក៏មានកូនមួយទៅវីវក់ខ្វាយខ្វល់ទៅកើតទុកទៅគេ
ឌៀមដាមអីខ្លះទៅខ្លួនឯងអត់ចេះធ្វើអីហ្នឹងគេយល់កូនប្រពេទៅថាកូនអ្នកអត់ចេះធ្វើអីកូនអ្នកចេះតែរែកសាច់ចេះតែបក់រុយគេងទៅគេឃើញប្តីមកក្បែរហ្នឹងគេទៅឈឺអញ្ចឹងព្រោះអត់ចេះធ្វើអីទាំងអស់ហ្នឹងឯងដល់អញ្ចឹងទៅក៏តោមនោះអន់ចិត្តទៅថាកុំថាឲ្យខ្ញុំអញ្ចឹងទៀតប្រយ័ត្នខ្ញុំរត់ចោលអីទៅគេរត់ទៅថាទៅមែនតែទៅរកព្រះអង្គពីព្រោះបានព្រះអង្គនាំឲ្យស្គាល់ម្ដងហ្នឹងណាព្រះអង្គយាងទៅប្រោសបញ្ញវគិតាមផ្លូវហ្នឹងព្រះអង្គជួបឧបការជីវៈហ្នឹងណាទៀតដល់អញ្ចឹងទៅព្រះអង្គផ្ដាំផ្ញើពីកុសង្ឃថ្ងៃហ្នឹងមកហើយមករត់តថាគតហើយប្រាប់ទៅបើអ្នកណាមករត់តថាគតថាអានន្ទជីអ្នកហ្នឹងគឺរត់តថាគតហើយអញ្ចឹងទៅក៏ព្រះអង្គសម្ដែងពធទៅសម្រាប់អនាគាមិផលក៏បួសទៅហើយដល់ទៅប្រពន្ធទៅប្តីទៅបួសមែនចឹងទៅក៏មកតាមរត់តាមទៅឲ្យទុកកូនជាមួយនឹងឪពុកម្ដាយទៅដល់ថាប្តីនឹងមិនត្រឡប់ទៅវិញទៅក៏បួសក្នុងសំណាក់ភិក្ខុនីសម្រាប់ព្រះអរហន្តទៅនៅក្នុងពធិរិយគាថាទៅគាថារបស់នាងចាបាធិរិយហ្នឹងឧបនិស្ស័យព្រះអរហន្តហ្នឹងខ្ញុំណាគ្រាន់តែរំលឹករឿងត្រង់ដែលថាព្រះអង្គយាងទៅឲ្យស្គាល់ដំបូងបខំអីអត់បានទេគេនេះគ្រាន់តែឲ្យស្គាល់នឹងល្អហើយបើប៉ុណ្ណឹងដល់ពេលវេលានឹងឯងមានសេចក្តីទុក្ខក្តីលំបាកទៅមករកព្រះអង្គទៅពេលនឹងឯងដែលត្រូវពឹងពធទាំងបានឃើញអានុភាពនៃពធហ្នឹងធ្វើឲ្យសុខធ្វើឲ្យស្ងប់ធ្វើឲ្យតិចលះបង់នៅរឿងអត្ថប្រយោជន៍រឿងដែលគេលេះសាងឡើងសោះហ្នឹងទាំងមានរឿងអីច្រើនក្នុងជីវិតយើងហ្នឹងឲ្យរវល់តែជាមួយនឹងកិលេសខ្លួនឯងហ្នឹងរួចទៅបន្តភពជាតិកំណើតទៅដោយសារតែកិលេសសាងកម្មហ្នឹងរឿងហ្នឹងតែប៉ុណ្្នឹងទេយើងមករកពធយើងបញ្ច្រាស់ពីតណ្ហាមកវិញទៀតទីបំផុតយើងរកខ្លួនយើងនៅក្នុងបញ្ញខណ្ឌហ្នឹងមិនទាំងឃើញផងនៅពេលដែលកំណត់ដឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណទៅគឺសុទ្ធតែជាផលនៃបច្ច័យអញ្ចឹងអត់មានផលនៃបច្ច័យណាជាសត្វទេអានេះវាកើតតគ្នាមកសង្សារវត្តទៅក៏សន្មត់ទៅដល់បញ្ញាឃើញច្បាស់ទៅរកខ្លួនឯងមិនមាននេះឯងដែលជាទីបញ្ចប់នៃបញ្ហាអញ្ចឹងវាអត់មានការសាងកម្មអីទៅទៀតជាបក្ខីណាស្របនឹងឯងនឹងរឿងដែលយើងមិនទាន់ដឹងនឹងនៅមានច្រើនណាស់សូមឲ្យតែថាយើងជឿព្រះដ៏មានពភៈដូចយើងជឿឪពុកម្ដាយយើងដែលមានគុណលើយើងឬក៏យើងជឿលោកគ្រូពេទ្យអីចឹងណាយ៉ាងណាមិញគឺថាពុទ្ធបរិស័ទបងប្អូនកូនចៅត្រូវដឹងថាយើងនៅល្ងងយើងពិសោធន៍ទៅឲ្យដឹងថាយើងនៅល្ងងបានជាយើងនៅកើតទុក្ខយើងនៅភ័យយើងនៅខ្លាចយើងនៅស្រឡាញ់យើងនៅស្អប់អញ្ចឹងយើងស្ដាប់ទៅយើងសិក្សាទៅយើងដឹងថាព្រះសម្មាសម្ពុទ្ធព្រះអង្គអត់មានត្រូវការអីពីយើងទេព្រះហប្រតិព្រះអង្គបរិសុទ្ធអត់មានត្រូវការអីពីសត្វលោកណាទេទីពឹងរបស់ព្រះអង្គបានធ្វើហើយព្រះអង្គមានព្រះហប្រតិករណាដើម្បីប្រកាសសម្ដែងសច្ចធម៌ហើយមិនចាំថាព្រះអង្គជាទេវតាប្រអិនប្រព្រំអីទេអត់មានយកទេវតាប្រអិនប្រព្រំនឹងមកជាសំខាន់ទេទេវតាប្រអិនប្រព្រំក៏មិនអាចមកជួយឲ្យយើងរួចផុតចាកទុក្ខក្នុងវដ្តសង្សារដែរព្រះពុទ្ធនៅត្រង់ដែលថាព្រះអង្គត្រាស់ដឹងការពិតហើយរំលត់ហេតុនៃសេចក្តីទុក្ខបានហើយព្រះអង្គសម្ដែងប្រាប់យើងយល់ត្រង់កន្លែងដែលព្រះអង្គប្រកាសសច្ចធម៌នឹងឯងជាព្រះសម្មាសម្ពុទ្ធមិនថាព្រះអង្គជាមនុស្សអីអញ្ចឹងមិនសមជាព្រះជាអីមិនមែនទេមិនយកព្រះត្រង់ទេវតាប្រអិនប្រព្រំទេត្រង់ដែលថាអស្ចារ្យដែលព្រះអង្គទ្រង់រកឃើញសច្ចធម៌ជាសេចក្តីពិតនៃជីវិតសេចក្តីពិតនៃលោកហើយព្រះអង្គសម្ដែងប្រាប់ឲ្យអ្នកស្ដាប់នឹងមានឧបនិស្ស័យដឹងការពិតនឹងហើយរំលត់ហេតុនៃសេចក្តីទុក្ខក្នុងវដ្តសង្សារបាននឹងឯងជាព្រះពុទ្ធបរមគ្រូនៃយើងកុំថាព្រះពុទ្ធព្រះអង្គអភិសេកមានព្រះនាងពិម្ពាមានព្រះរាហុលអីអត់មានយកអីមកតោះទេគឺព្រះពុទ្ធ45ព្រះវស្សាចាប់ពីព្រះអង្គត្រាស់ដឹងក្រោមពពោធិព្រឹក្សទទួលគ្នានឹងថ្ងៃបរិនិព្វានត្រង់ដែលព្រះអង្គប្រកាសសច្ចធម៌ឲ្យមនុស្សនិងទេវតានឹងឯងបានចេះដឹងហើយបានយកព្រះអង្គជាព្រះពុទ្ធបរមគ្រូដ៏មានគុណនឹងឯងអត់មានអីសំខាន់ជាងយើងរួចផុតចាកទុក្ខទេបើវាអត់មានអីសំខាន់ជាងការរួចផុតចាកទុក្ខអ្នកដែលប្រាប់ឲ្យយើងរួចផុតចាកទុក្ខនឹងមាននរណាជាងព្រះពុទ្ធទៅទៀត
យើងចាំបាច់ថាពុទ្ធតលទេវតាប្រអិនប្រព្រំទៅយើងបន់ស្រន់បួងសួងសូមអីដើម្បីឲ្យអស់កិលេសគ្មាននរណាឲ្យយើងបានទេរឿងអស់ហេតុនៃសេចក្តីទុក្ខការអស់បាបគឺទាល់តែការបំពេញនៅគុណដោយថាយើងក្តៅស្អុះយើងងូតទឹកចឹងណាវាដូចជាយើងមានម៉ាស៊ីនត្រជាក់ក្នុងផ្ទះដែលហប់ដែលក្តៅហ្នឹងចឹងណាដូចយើងឃ្លានបាយយើងបរិភោគចឹងណាការដែលចូលមករាប់អានក្នុងពុទ្ធសាសនាហ្នឹងដើម្បីអីគឺយើងត្រូវឲ្យចម្លើយមួយដល់ស័ក្តិសមថាបរិភោគអាហារធ្វើអីណែយើងត្រូវយល់ដល់រោគផ្លូវចិត្តនោះដែលយើងត្រូវព្យាបាលដោយសារការប្រព្រឹត្តធម៌នេះឯងតួបន់នឹងជាថ្នាំតួបន់ជាអាហារតួបន់ជាទឹកបរិសុទ្ធតួបន់ជាទឹកសម្រាប់ងូតគេណាសិតតែសំខាន់សម្រាប់ផ្លូវចិត្តទាំងអស់ជាគ្រឿងត្រជាក់ដែលចិត្តយើងក្តៅនេះឃើញទេទៀនក្តៅរលាយក៏មួនចិត្តក្តៅរលាយសក់ម៉េចមើលឲ្យតែក្តៅមើលបើមិនកើតទុកឥឡូវហើយព្រះធម៌តិចមានមែនតែតើទៀតឲ្យតែអប់រំមានអីដែលយើងរៀនមិនចេះយើងខំប្រឹងរៀនមើលរៀនអប់រំចិត្តឲ្យមានសេចក្តីអត់ធន់ជាមួយនឹងបញ្ញាយល់ដឹងការពិតថាការពិតមិនមែនអ្វីចេះតែមកផ្កប់ចិត្តយើងទេយើងកុំចង់ឲ្យអ្វីក្នុងโลกនេះចេះតែមកផ្កប់ចិត្តយើងរៀនអប់រំចិត្តឲ្យស្គាល់សេចក្តីពិតក្នុងโลกនេះត្រឹមត្រូវមិនមែនចេះតែមកលេបឡប់តាមយើងទេយើងទៅចេះតែលេបឡប់វិញនៅក្នុងโลกនេះចង់ឲ្យចេះចង់ឲ្យចោះយើងមិនតន់មកចត់នៅក្នុងការសិក្សាការពិតនឹងទៀតដល់យើងសិក្សាការពិតបានយើងឃើញថាការពិតនេះសំខាន់ក្នុងការសិក្សាដល់ក្រៃលែងណាមិនត្រូវការឲ្យសេចក្តីពិតនឹងតាមចិត្តយើងទេយើងទេដែលត្រូវរៀនហើយអប់រំចិត្តឲ្យព្រមតាមសេចក្តីពិតនឹងរួចផុតចាកអំពីការប្រកាន់ហើយក៏ជាការអស់នៅសេចក្តីទុក្ខនៅក្នុងបច្ចុប្បន្នក៏ជាការបញ្ចប់សេចក្តីទុក្ខក្នុងវដ្តសង្សារសូមអនុមោទនាឃើញថានេះក៏ជាធម្មាមួយដែរជាសេចក្តីពិតមួយដែរត្រូវតែឃើញអតីតនឹងឯងទៅតាមសេចក្តីពិតត្រូវតែយល់ក្នុងអតីតនឹងគឺជាមួយគ្នានឹងការយល់គឺត្រូវតែព្រមជាមួយគ្នានឹងអ្វីដែលកន្លងទៅនឹងឯងកុំឲ្យខំខាំងខ្លួនយើងក្នុងអតីតកាលកុំឲ្យអតីតកាលនឹងចងយើងទុកឬក៏បន្ទុះសារាយក្នុងជីវិតបច្ចុប្បន្ននឹងមិនអាចឲ្យយើងរស់នៅជាសុខបាននៅក្នុងបច្ចុប្បន្ននឹងព្រះអង្គទ្រង់ប្រកាសសម្ដែងបច្ចុប្បន្នញ្ចយោធម្មំតថវិបស្សតិគឺឲ្យយើងដឹងធัวបច្ចុប្បន្នហ្នឹងជំនួសការដែលយើងអាល័យអតីតជំនួសការដែលយើងសង្ឃឹមថាយើងនឹងបានអ្វីក្នុងអនាគតហ្នឹងគឺព្រះអង្គទ្រង់សម្ដែងឲ្យយើងមើលធัวបច្ចុប្បន្នហ្នឹងឯងតើបច្ចុប្បន្នហ្នឹងវាមានស្អីជាខ្លួនយើងដើម្បីនឹងថាយើងអាល័យអតីតដើម្បីថាយើងសង្ឃឹមអនាគតហ្នឹងតើក្នុងបច្ចុប្បន្នហ្នឹងវាមានអ្វីដែលជាខ្លួនយើងអញ្ចឹងព្រះអង្គសម្ដែងឲ្យមើលនៅក្នុងធัวបច្ចុប្បន្ននឹងឯងក្នុងឋានៈនេះឯងក្នុងពេលនេះឯងក្នុងការដែលមើលដោយវិបស្សនាទៅព្រះអង្គត្រាស់អសង្ហិរੰអសង្កប្បង្គឺមិនមាននៅសកាយតិថិដែលជាគ្រឿងកម្រើកញាប់ញ័រហ្នឹងពីព្រោះព្រះអង្គទ្រង់បានប្រកាសចំពោះឧបាទានខណ្ឌនឹងឯងព្រះអង្គទ្រង់ប្រកាសអាយតនៈព្រះអង្គទ្រង់ប្រកាសធាតុព្រះអង្គទ្រង់សម្ដែងសតិប្បដ្ឋានព្រះអង្គទ្រង់ប្រកាសសម្ដែងអំពីសិលសមាធិបញ្ញាក្នុងដំណើរទៅកម្មព្រះនិព្វានពធដែលព្រះអង្គទ្រង់ប្រកាសសម្ដែងគឺចូលនៅក្នុងព្រះធម្មរតនៈក៏ប៉ុន្តែព្រះអង្គដែលប្រកាសនៅបឋមរតនៈហ្នឹងគឺព្រះអង្គក៏ជារតនៈមួយដែរគឺពុទ្ធរតនៈក៏ណា
វាណាបគុំពេយថាផោសតកេកិមហានមេសេបតមសមង្កិមហេតធោប្រមាំងធម្មវរੰអតេសិយិនិព្វានគាមឹងបរមੰហេតាយៈគឺដើមឈើគុំឈើក្នុងព្រៃនៅពេលរដូវត្រជាក់ធ្លាក់ទឹកកកឬក៏ត្រជាក់ខ្លាំងនៅនាព្រៃហែមពៀនក៏ដោយនៅទីណាណាគឺថាជ្រុះស្លឹកអស់ដល់ពេលអស់ត្រជាក់ចាប់ផ្ដើមក្តៅបន្តិចម្ដងបន្តិចម្ដងដែលព្រះអង្គត្រាស់ថាខាងដើមនៃរដូវក្តៅហ្នឹងខាងដើមនៃកិមហៈរដូវហ្នឹងចាប់ផ្ដើមដុះលូតលាស់ចេញមុនដំបូងគឺផ្កាតែម្ដងចឹងនេះគឺជាឈ្មោះនៃបរិយត្តិធម៌ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហើយនិព្វានដែលគេមឹងប្រព្រឹត្តទៅដើម្បីព្រះនិព្វានបរមੰហេតាយៈដែលជាប្រយោជន៍ដ៏ឧត្តមនឹងគឺព្រះធម៌ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងដឹកនាំយើងទៅឬមិនទៅជាខ្លួនយើងក៏ប៉ុន្តែព្រះអង្គទ្រង់យាងទៅហើយព្រះអង្គទ្រង់រំលឹកដាស់តឿនភិក្ខុទាំងឡាយគឺឥឡូវតថាគតក៏ចាស់ដែរហើយតថាគតនឹងលះបង់នៅអ្នកទាំងឡាយហើយទៅឯទីពឹងរបស់តថាគតបានធ្វើហើយចឹងគឺព្រះអង្គអត់មាននៅចាំអ្នកណាដែលមិនព្រមទៅកម្មព្រះនិព្វានដែលជាទីបំផុតទុក្ខដែលជាទីរួចផុតចាកជាតិជរាមរណៈដែលជាទីរួចផុតអំពីសេចក្តីសោកការយំបង្ហូរទឹកភ្នែកអាឡោះអាល័យនៅក្នុងភព3មានសេចក្តីទុក្ខយ៉ាងណាព្រះនិព្វានរួចផុតអំពីភព3រួចអំពីសេចក្តីទុក្ខព្រោះមិនមាននៅឧបាទានខណ្ឌមិនមានពូជដែលសម្រាប់ដោះដាលជាឧបាទានខណ្ឌនឹងតទៅទៀតដោយសារការប្រតិបត្តិរបស់សាវកទាំងឡាយបានដង្ហែព្រះអង្គទៅដោយតែព្រះអង្គត្រាស់ថាវរោវរញ្ញូវរតោវរហារោអនុត្តរោធម្មវរੰអតេសិយិគឺព្រះអង្គទ្រង់ជាបុគ្គលដ៏ប្រសើរព្រះអង្គទ្រង់បានជ្រាបដឹងនៅព្រះនិព្វានជាធម៌ដ៏ប្រសើរព្រះអង្គក៏ទ្រង់បានប្រទាននៅព្រះនិព្វានប្រទាននៅវិមុតតិសុខដ៏ប្រសើរព្រះអង្គក៏ទ្រង់បាននាំមកនៅមគ្គសច្ចៈដែលជាមជ្ឈមបដិបទាដើម្បីបង្ហាញប្រាប់សត្វលោកដោយសពគ្រប់ទាំងអស់កិច្ចដែលព្រះអង្គត្រូវធ្វើព្រះអង្គបានធ្វើអស់ហើយព្រះអង្គមិនព្រមជាសាវករបស់ព្រះសម្មាសម្ពុទ្ធទីបញ្កទេហើយរហូតដល់ទៅពេលព្រះអង្គបានត្រាស់ដឹងឡើងថ្មីមេអារតនាព្រះអង្គដើម្បីសូមឲ្យព្រះអង្គបរិនិព្វានទៅព្រះអង្គត្រាស់ដឹងហើយអង្គនៅធ្វើអីទៀតអង្គបរិនិព្វានទៅព្រះអង្គក៏មិនព្រមបរិនិព្វានតាមមេមិនអាចធ្វើអ្វីព្រះអង្គបានទេព្រោះព្រះអង្គត្រូវស្រោចស្រង់សាវករបស់ព្រះអង្គត្រូវជួយសត្វលោកទាំងពពួកញាតិដែលបានប្រឹងប្រែងជួយក្នុងការបំពេញបុណ្យបារមីរហូតដល់ព្រះអង្គបានត្រាស់ជាពុទ្ធព្រះអង្គនៅមានពុទ្ធកិច្ចជួយបញ្ញាតទាំងអស់ហ្នឹងប្រកាសសម្ដែងនៅព្រះនិព្វានបង្ហាញប្រាប់ផ្លូវទៅកម្មព្រះនិព្វាន
អ្នកដែលមានឧបនិស្ស័យជាមួយនឹងព្រះអង្គផ្សេងទៀតទាំងដែលសត្វលោកបានមកជួបនឹងព្រះអង្គបានទទួលយកឱវាទរបស់ព្រះអង្គគឺថាមានច្រើនណាស់ដូច្នេះព្រះអង្គមិនបរិនិព្វានទេមេអរតនាព្រះអង្គរឿយរហូតដល់នៅបាវាលចេតិយចិត្តក្រុងវេសាលីទៅព្រះអង្គដាក់បជនមាយុសង្ខារចំពោះមុខមេថានៅ3ខែទៀតថាគាត់នឹងបរិនិព្វានហើយក្នុងថ្ងៃ15កើតខែមេព្រះអង្គក៏ទ្រង់ប្រទានឱវាទផ្ដាំផ្ញើដល់សាវកទាំងឡាយហើយព្រះអង្គទ្រង់មានឱវាទប្រទានពីសិលដូច្នេះសមាធិដូច្នេះបញ្ញាដូច្នេះសមាធិដែលអប់រំហើយដោយសិលរមែងមានផលច្រើនមានអានិសង្សច្រើនបញ្ញាដែលអប់រំដោយសមាធិហើយរមែងមានផលច្រើនមានអានិសង្សច្រើនហើយចិត្តដែលបានអប់រំទៅដោយបញ្ញារមែងអស់នៅអាសវៈទាំងពួងព្រះអង្គទ្រង់ប្រកាសនៅអរិយសច្ចធម៌ទាំងតថាគតទាំងអ្នកទាំងឡាយដែលត្រាច់អង្កត់ក្នុងសង្សារវដ្តរហូតមករកទីបំផុតគ្មាននេះព្រោះតែមិនបានត្រាស់ដឹងនៅអរិយសច្ចធម៌នឹងឯងគឺទុក្ខសច្ចសមុទយសច្ចនិរោធសច្ចមគ្គសច្ចការដែលមិនបានត្រាស់ដឹងនៅអរិយសច្ចធម៌នឹងទៅវដ្តសង្សារមិនដឹងទីបំផុតខាងដើមពីត្រឹមណាមកនឹងនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលព្យាយាមដើម្បីបានឃើញនៅអរិយសច្ចធម៌នេះគឺជាឱវាទរបស់ព្រះអង្គបណ្ដើរមកក្នុងដំណើរផ្លូវព្រះអង្គទ្រង់យាងចេញអំពីវេសាលីមកបាវារហូតដល់កុសិនារាព្រះអង្គទ្រង់ទទួលចង្ហាន់បិណ្ឌបាតរបស់នាយចន្ទៈកម្មារបុត្រពេលវេលាដែលព្រះអង្គទ្រង់អធិដ្ឋានអត់សង្កត់ខាមឃាត់នៅជំងឺរោគានៅទុក្ខវេទនា10ខែគត់ចាប់ពីថ្ងៃចូលព្រះវស្សាដែលព្រះអង្គទ្រង់មានព្រះអាពាធជាទម្ងន់អាចនឹងបរិនិព្វានបានតែដោយព្រះអង្គទ្រង់អធិដ្ឋានពីជនហើយនឹងអត់សង្កត់នៅទុក្ខវេទនាចឹងព្រះអង្គអធិដ្ឋាន10ខែបន្តមកពេលវេលាក៏បានដល់ហើយក្នុងថ្ងៃ15កើតខែពិសាខហ្នឹងចឹងបន្ទាប់ពីព្រះអង្គទ្រង់សោយចង្ហាន់ចុងក្រោយហើយក៏ទ្រង់អាពាធជាទម្ងន់ដែលជាអាពាធត្រូវចូលមកកាត់ផ្ដាច់នៅជីវិតន្ទ្រីរបស់ព្រះពុទ្ធអង្គបរមគ្រូជាការសបញ្ជាក់ឲ្យឃើញថាក្នុងโลกនេះគ្មាននរណាមួយកិច្ចរួចពីសេចក្តីស្លាប់ទេព្រះពុទ្ធអង្គទ្រង់បានបង្ហាញឲ្យសត្វលោកនឹងឯងបានឃើញបានដឹងបានយល់ជាក់ស្ដែងដោយមានព្រះអង្គជាអង្គគំរូដែលព្រះអង្គទ្រង់ប្រសើរជាងមនុស្សនិងទេវតាទាំងឡាយតែនេះជាខណ្ឌបញ្ញកៈដែលព្រះអង្គទ្រង់បានដាក់ចុះហើយអង្គមិនបានប្រកម្មមមនៅក្នុងខណ្ឌបញ្ញកៈនឹងឡើយចឹងពុទ្ធបរិស័ទយើងដែលគោរពជ្រះថ្លាចំពោះព្រះដ៏មានពភាក៏គួរតែមានស្មារតីលះបង់នៅខណ្ឌបញ្ញកៈនឹងឯងដើម្បីយើងបានរួចពីសេចក្តីទុក្ខទាំងអស់ហ្នឹងហើយនឹងបានទៅដល់ទីដែលមិនអាល័យយើងមកនឹងក៏យើងអាល័យប្រញាប់លាទៅផ្ទះ
ទៅណាក៏យើងអាឡ័យដែរនឹកឡោះអាឡ័យទីកន្លែងឡោះអាឡ័យអតីតកាលឡោះអាឡ័យអនុស្សាវរីយ៍គឺសុទ្ធតែជាទុក្ខសោកសៅក្រៀមក្រំដោយការនឹករលឹកឃើញរឿងរ៉ាវណាមួយដែលវាធ្ងន់ក្នុងចិត្តទៅក៏ហូរទឹកភ្នែកដោយសេចក្តីសោកដោយសេចក្តីសឹកខ្សួលទាំងអស់នេះគឺព្រោះមកពីយើងមិនតាន់បានលះបង់នៅអ្វីអ្វីក្នុងโลกនេះដែលជាលោកគួរកប់បីតែលះបង់សព្វេធម្មានិលំអភិនិវេសាយាតិនេះគឺពុទ្ធដីកាដែលព្រះអង្គទ្រង់សម្ដែងឲ្យបានស្ដាប់ហើយឲ្យបានយល់ទៅមានបរិញ្ញាកើតឡើងធัวទាំងឡាយទាំងពួងមិនគួរប្រកាន់ថាជារបស់មមួនដូច្នេះអ្វីក្នុងโลกនេះគឺត្រូវយល់មិនមែនត្រូវប្រកាន់មមទេត្រូវសិក្សាត្រូវកំណត់ដឹងដោយបរិញ្ញាត្រូវយល់ថាការពិតតើโลกនឹងដូចម្ដេចដូច្នេះបច្ចុប្បន្នញ្ញយោធម្មំតដ្ឋវិបស្សតិអសង្ហិរੰអសង្កបੰតាំងវិទ្ធាមនុព្រូហយេគឺទីបំផុតពុទ្ធបរិស័ទយើងត្រូវបាននៅអធិស្ស្រ័យបង្អោនចេញចាកអំពីโลกនេះទៅកម្មព្រះនិព្វានតាមការប្រតិបត្តិទៅតាមឱវាទដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងរូបកាយក៏ត្រូវបោះបង់ចោលនៅសល់តែអធិស្ស្រ័យដែលចិត្តនឹងបានបង្អោនទៅរឿយគឺព្រះនិព្វានដែលជាអធិស្ស្រ័យហើយទីបំផុតគឺព្រះនិព្វានដែលបានជាអារម្មណ៍ដែលនាំឲ្យចិត្តនឹងឯងបានផុតស្រឡះអំពីโลกនេះដូចជាពុទ្ធមេត្តាដែលបានយាងអំពីឋានតុសិតមកស្ដាប់ព្រះអភិធម្មកថានៅនេឋានតាវតឹងគឺបានប្រថាប់នៅអំពីចំហៀងខាងស្ដាំណាចំហៀងខាងស្ដាំរបស់ព្រះដ៏មានពភាកណាហើយអន្តកៈទេវបុត្របានថ្វាយទានមួយវែកដល់ព្រះអនុរុទ្ធអស់ជីវិតទៅក៏បានបដិសន្ធិនៅឋានតាវតឹងនឹងស្រាប់ហើយក៏គង់នៅខាងស្ដាំចំហៀងខាងស្ដាំនៃព្រះសាស្តានៅគៀកចិត្តនឹងព្រះដ៏មានពភាកដូចជាពុទ្ធមេត្តាដែរហើយចំណែកអង្គរៈទេវបុត្រក៏កើតនៅឋានតាវតឹងដែរក៏ប៉ុន្តែក្នុងការធ្វើទានរបស់អង្គរៈទេវបុត្ររោគទេពណៃបុគ្គលមិនមានសូម្បីធ្វើទាននឹងច្រើនរៀបចំជាក្រាមតគ្នារហូតដល់ទៅរាប់យោជត្រឹមតែជាក្រាមដាំបាយធ្វើម្ហូបឲ្យទានហើយរហូតដល់ទៅ10000ឆ្នាំទៀតក្នុងការឲ្យទាននោះដោយរោគបដិគាអកៈមិនបានបដិគាអកៈនៅក្នុងពុទ្ធសាសនានេះមានគុណពងខ្ពស់ក្រៃលែងណាស់ដូចជាអន្តកៈទេវបុត្រដែលបានវាយទានដល់ព្រះអនុរុទ្ធមួយអង្គហើយបាយមួយវែកតែប៉ុណ្ណោះ
គឺបនបានឲ្យបដិសន្ធិនៅក្នុងឋានតាវតឹងហើយមានស័ក្តិធំជាងអង្គរៈទេវបុត្រមុននឹងប្រកាសសម្ដែងអភិធម្មកថាព្រះអង្គក៏ត្រាស់សួរអន្តកៈទេវបុត្រហើយនឹងអង្គុត្តរៈទេវបុត្រអង្គរៈអងួចង្កស្អករអង្គរៈទេវបុត្រអំពីការដែលខុសគ្នារវាងបដិគាហកៈនឹងឯងរួចហើយក៏ព្រះអង្គទ្រង់បានប្រកាសសម្ដែងអំពីតេខិណៃបុគ្គលដែលជាស្រែបុណ្យដូចតែយើងបានកើតមកជួបគ្នានឹងបរតនត្រ័យជួបគ្នានឹងប្រសង់នឹងអញ្ចឹងយើងកុំប្រមាទនៅក្នុងបដិគាហកៈរបស់យើងសពថ្ងៃដែលមានប្រសង់ដែលបានបួសប្រព្រឹត្តព្រះមច្ចរិយធម៌ត្រួតត្រងនៅព្រះសាសនាព្រះអង្គទ្រង់ប្រទានពធទេសនាប្រពអន្តកៈទេវបុត្រនិងអង្គរៈទេវបុត្រនឹងទាំងពីរអង្គនឹងក៏បានតាំងនៅក្នុងសោតាបត្តិផលហើយស្រេចទាំងដែលមិនទាន់ស្ដាប់ព្រះអភិធម្មកថាផងនេះក៏ជារឿងរ៉ាវមួយដែលនៅក្នុងធម្មបតតកថានឹងបានសម្ដែងបញ្ចូលនៅក្នុងរឿងបរិហាររបស់ព្រះអង្គដែលព្រះអង្គសម្ដែងយមកៈបរិហាហើយយាងទៅកម្មទេវលោកឋានតាវតឹងសានឹងក៏មានរៀបរាប់រឿងអន្តកៈទេវបុត្រនិងអង្គរៈទេវបុត្រក៏ជាការរំលឹកឲ្យពុទ្ធបរិស័ទយើងជ្រាបអំពីគុណតម្លៃដែលជាបដិគាហកៈក៏ជ្រាបពីគុណតម្លៃនៃជីវិតរបស់យើងដែលក៏បីអប់រំនៅគុណតម្លៃនៃជីវិតនឹងឲ្យបានសមរម្យឲ្យបានសមគួរទោះជាថាមិនបានចូលកម្មភ្នោះបួសជាបព្វជិតក៏គុណតម្លៃសម្រាប់ឧបាសកឧបាសិកាគុណតម្លៃក៏មានសមរម្យថ្លៃថ្នូរដែលរួមដោយមេត្តាកាយកម្មមេត្តាវិច័យកម្មមេត្តាមនោកម្មហើយទំនុកបំរុងព្រះសាសនាដោយបច្ច័យ4មានកឋិនចីវរក្នុងពេលនេះជាដើមជាកិច្ចដែលពុទ្ធបរិស័ទយើងគួរធ្វើក៏បីធ្វើដែលព្រះដ៏មានពភាកព្រះអង្គទ្រង់មានពុទ្ធដីកាព្រះអង្គអនុញ្ញាតគឺថាទាំងមនុស្សទាំងទេវតាសូម្បីតែបព្វជិតក៏អាចដង្ហែកឋិនចីវរនាំយកកឋិនចីវរវេថ្វាយសង្ឃបានអញ្ចឹងគឺថាទាំងបព្វជិតទាំងក្រហោះក្មេងចាស់ប្រុសស្រីបានទាំងអស់នេះគឺជាពុទ្ធដីកាបងប្អូនកូនចៅមិនមានបញ្ហាអីរឿងនៅក្មេងមិនហ៊ានកាន់បងស្បៃត្រៃចីវរដោយខ្លាចយ៉ាងនេះខ្លាចយ៉ាងនោះទេគឺត្រូវតែក្លាហានត្រូវតែមានបញ្ញាយល់ដឹងអំពីបុណ្យដែលកុំខ្លាចបុណ្យដែលព្រះអង្គទ្រង់សម្ដែងប្រកាសថាកុំឲ្យខ្លាចបុណ្យពីព្រោះបុណ្យជាឈ្មោះនៃសេចក្តីសុខឲ្យតែយើងចេះធ្វើបុណ្យលះបាបពីចិត្តសន្តានរបស់យើងក្មេងឈឺក៏ទៅពេទ្យក្មេងក្តៅស្អុះក៏ត្រូវងូតទឹកក្មេងប្រឡាក់ក៏ត្រូវតែដោះលាងយ៉ាងណាមិញចិត្តសន្តានមិនថាក្មេងមិនថាចាស់ត្រូវតែលាងជំរះទៅដោយទឹកគឺបុណ្យគឺកុសលរាគៈទោសៈមោហៈ
ជារោគរបស់ចិត្តក៏ត្រូវតែព្យាបាលទៅដោយព្រះធម៌គឺជាឱសថមិនថាក្មេងមិនថាចាស់ដូច្នេះយើងធ្វើបុណ្យគឺត្រូវយល់ថាបុណ្យនឹងឯងគឺជាថ្នាំតែសម្រាប់ព្យាបាលរោគផ្លូវចិត្តពោលគឺលះបាបបុណ្យនឹងឯងគឺជាទឹកដែលលាងជំរះនៅមន្ទិលសៅហ្មងគឺបាបបុណ្យនឹងឯងកំចាត់បងនៅសភាពក្តៅដែលក្តៅទៅដោយភ្លើងរាគៈទោសៈមោហៈគឺបាបដែលបុណ្យនឹងឯងត្រូវធ្វើឲ្យបានត្រជាក់ឡើងដោយសារអលោភៈដោយសារអទោសៈដោយសារអមោហៈគឺមិនលោភមិនបន្ទុះមិនវង្វេងនឹងគឺបងប្អូនកូនចៅឲ្យតែចេះធ្វើបុណ្យដើម្បីលះបាបទៅកុំខ្លាចបុណ្យពីព្រោះអ្វីដែលយើងមានបញ្ហាក្នុងជីវិតគឺបាបមិនមកពីបុណ្យទេបាបទេដែលឲ្យយើងលំបាកក្នុងការវង្វេងស្រឡាញ់វង្វេងស្អប់វង្វេងកើតទុក្ខក្នុងជីវិតយើងរាល់ថ្ងៃគឺជាក់ស្ដែងបាបក្នុងបច្ចុប្បន្ននឹងតែម្ដងដែលជាសេចក្តីទុក្ខផ្លូវចិត្តចឹងកុំឲ្យខ្លាចបុណ្យព្រោះបុណ្យនឹងឯងគឺកំចាត់បងបាបហើយក៏ជាការកំចាត់បងនៅសេចក្តីទុក្ខក្នុងចិត្តសន្តានរបស់យើងហើយជីវិតមានតម្លៃដោយសារគុណធម៌ដែលចូលមកកំចាត់បងបាបបានទៅជាសប្បុរសទៅជាបណ្ឌិតទៅជាអ្នកចេះដឹងគឺនៅក្នុងបណ្ឌិតាធម្មានឹងឯងតែធម្មានឹងចូលមកកំចាត់បងនៅពេលលាធម្មាក្នុងសតន្តភាជនិយៈទុក្កមេតិកា42ទុក្កដែលព្រះសិរីបុត្របានប្រកាសសម្ដែងហើយក៏ព្រះសង្ឃីតិកាចារ្យក៏រាប់បញ្ចូលមកនៅក្នុងគម្ពីរអភិធម្មសង្កនីអភិធម្មដែលព្រះអង្គសម្ដែងតិកមេតិកា22ទុក្កមេតិកា100ហើយក៏សតន្តភាជនិយៈដែលព្រះសារីបុត្រប្រកាសសម្ដែង42ទុក្កនឹងមានពេលលាធម្មាបណ្ឌិតាធម្មាក៏ណាដែលពុទ្ធបរិស័ទយើងបានរៀនចេះដឹងហើយថាកុំសែបគប់ជួនពេលត្រូវសែបគប់បណ្ឌិតប្រយ័ត្នពេលក្នុងចិត្តថែបណ្ឌិតក្នុងខ្លួន5ម៉ាត់4ដងក៏ណានេះជាការសម្រួលទឹកចិត្តនៃពុទ្ធបរិស័ទយើងហើយស្ថិតនៅក្នុងប្រធានបទដដែលគឺការលះបង់មួយអន្លើដោយសេចក្តីសង្វេគចំពោះការបរិនិព្វានទៅនៃព្រះសម្មាសម្ពុទ្ធក៏សូមឲ្យយើងនឹករលឹកដល់គុណនៃព្រះអរិយបុគ្គលទាំងឡាយទោះជានៅក្នុងមនុស្សលោកក្នុងសម័យពុទ្ធកាលទោះជានៅក្នុងទេវលោកសំគួរដែលត្រូវបរិនិព្វានក៏បរិនិព្វានទៅហើយសំគួរដែលនឹងថាបានយាងទៅក្នុងទេវលោកក៏ជុំគ្នាក្នុងទេវលោកនៅព្រហ្មលោកនៅសទ្ធាវៈឬក៏ក្នុងអរូបព្រហ្មព្រះអរិយបុគ្គលទាំងអស់នោះដែលស្ថិតនៅក្នុងទេវលោកជាន់លើមួយចំនួនមិនត្រឡប់មកមនុស្សលោកវិញទេហើយចំណែកព្រះអរិយបុគ្គលនៅក្នុងព្រហ្មលោកក្នុងសទ្ធាវៈក្នុងអរូបព្រហ្មក៏មិនបានត្រឡប់មកនៅក្នុងកាមភពនេះទេនឹងបរិនិព្វានទៅនៅក្នុងព្រហ្មលោកជាន់លើទៅទៀតសំគួរដល់ពេលវេលាដែលអរហត្តមគ្គត្រូវកើតឡើងក៏ជាជាតិកំណើតចុងក្រោយនៅក្នុងព្រហ្មលោកនោះនេះគឺជាដំណើរដែល
ព្រះអរិយបុគ្គលទាំងអស់នឹងឯងដែលមិនតាន់បរិនិព្វានក៏ពិតដោយខំបញ្ញកៈនៅមានតែក៏កម្មតែចូលទៅគៀកកាត់ចិត្តនឹងព្រះនិព្វានដោយអនុបាទិសេសនិព្វានជាដំណើររបស់អ្នកដែលភ័យខ្លាចវដ្តសង្សារដែលស្ថិតនៅក្នុងអំណាចរបស់មាដែលបំរើមាដែលលុះនៅក្នុងអំណាចរបស់មាមិនមានបានជាអ្វីទៅទេអត្តភាពដែលកម្មបានសាងឡើងតែប៉ុណ្ណោះដែលធ្វើឲ្យសត្វលោកនឹងទទួលយកមកដោយសេចក្តីល្ងងខ្លៅហើយក៏រវល់ក្នុងអត្តភាពនឹងដូច្នេះมันអាចឲ្យយើងត្រេកអរនឹងអត្តភាពដោយភ្លេចដល់ព្រះនិព្វានដែលមិនមាននៅអត្តភាពមិនមាននៅបញ្ញខណ្ឌនោះឡើយព្រះអង្គត្រាស់ថានិព្វាននេះភិរតោមច្ចោសัพពទុក្ខាបមច្ចតិតិគឺជាអ្នកដែលមានសទ្ធាជាកល្យាណមិត្តសទ្ធាទុរិយាបរិសាសហោតិហើយគ្រប់គ្រងទៅដោយបញ្ញាចេណាំងបសាសតិនឹងដែលព្រះអង្គទ្រង់បានប្រកាសអំពីខាងដើមនៃបគាថានឹងហើយបញ្ចប់បគាថានិព្វានាភិរតោមច្ចោសัพពទុក្ខាបមច្ចតិតិគឺថាពួកសត្វដែលត្រេកអរចំពោះព្រះនិព្វានរមែងរួចផុតចាកទុក្ខទាំងពួងនឹងពុទ្ធបរិស័ទយើងពិនិត្យមើលការដែលយើងវង្វេងបាត់បង់ស្មារតីងងខ្លៅគឺអវិជ្ជាចាប់យកអត្តភាពតើជាអ្វីក្នុងអត្តភាពហ្នឹងបានជាប្រកម្មធ្វើជាខ្លួនយើងគ្មានអ្វីក្រៅអំពីការមិនដឹងនឹងទេអត្តភាពនៅតែជារបស់សោះសូន្យមិនមែនសត្វបុគ្គលតែដែលនឹងឯងទោះជាសត្វលោកប្រកម្មយ៉ាងណាក៏ដោយនៅតែប្រែប្រួលប្រកបនៅភាពជារាប្រកបនៅជាធិនិងសេចក្តីស្លាប់ជាការបញ្ជាក់ឲ្យឃើញថាវាជាសង្ខារធម៌ទោះជានរណាចាប់យកមកធ្វើជាខ្លួនឯងប្រកាន់មមយ៉ាងណាប្រព្រឹត្តបញ្ញវរិយសម្រាប់ជីវិតគេប្រព្រឹត្តអតនេទានដើម្បីខ្លួនឯងបានរស់ក៏នៅតែស្លាប់ពីព្រោះមិនមែនជាអត្តាទូខ្លួននៃបុគ្គលណាឡើយគឺជាសង្ខារដែលបច្ច័យតតែងឡើងមកព្រះពុទ្ធអង្គទ្រង់បង្រៀនឲ្យបានស្គាល់សង្ខារធម៌ហ្នឹងទៅមិនរវល់ទៅមិនកង្វល់នឹងអត្តភាពហ្នឹងនេះគឺការដែលពុទ្ធបរិស័ទយើងត្រូវយល់ត្រូវសិក្សាឲ្យបានចេះដឹងក្នុងអត្តភាពមិនមែនជារឿងដែលត្រូវចេះតែចាប់យកមកធ្វើជាខ្លួនឯងហើយរវល់ទទួលគ្នានឹងស្លាប់ចោលទៅនោះទេតើបានអីមួយអត្តភាពហ្នឹងតើបានអីដែលចាប់យកមកធ្វើជាខ្លួនយើងហ្នឹងហើយខំប្រឹងប្រែងឲ្យខ្លួនយើងបានហ្នឹងតើបានអីតើគួរជាទីត្រេកអរជាងការដែលមិនមានអត្តភាពឬគួរឲ្យយើងស្រឡាញ់ពេញចិត្តជាងព្រះនិព្វានដែលមិនមានអត្តភាពឬចុះបើអត់មានអត្តភាពកើតឡើងអត់មានសេចក្តីប្រកម្មអត់មានសេចក្តីអាល័យអត់មានសេចក្តីត្រេកអរអត់មានសេចក្តីត្រូវការអត់មានសេចក្តីទុក្ខទាំងពួងមិនមានជាតិមិនមានជារាមិនមានជាធិមិនមានមរណៈមិនមានសេចក្តីសោកក្តីខ្សឹកខ្សួលមិនមានសេចក្តីអាល័យមិនជាសុខទេឬនិព្វានាងបរមង្គសុខੰព្រះនិព្វាននឹងជាបរមសុខត្រង់ដែលមិនមានទុក្ខនឹងឯងព្រះនិព្វាន
ទៀងព្រោះមិនមាននៅខណ្ឌដែលមិនទៀងនឹងឯងដូច្នេះព្រះនិព្វានមិនមានបញ្ញខណ្ឌមិនមានអត្តភាពគឺជាបរមសុខសូមឲ្យពុទ្ធបរិស័ទយើងដង្ហែកឋិនទាននេះក៏ក្នុងមនោសញ្ចេតនាដង្ហែព្រះអង្គទៅកាន់ព្រះនិព្វានផងដែរកុំឈប់កុំតម្រាកុំតំអក់នៅក្នុងភពក្នុងវដ្តសង្សារហើយសេចក្តីទាំងអស់នេះគឺថាលោកគ្រូបងតែងតែបង្ហាត់បង្រៀនហើយនឹងយកចិត្តទុកដាក់ជាទីបំផុតព្រោះជាការស្រាវជ្រាវរកឃើញបេះដូងខ្លឹមសារនៃពុទ្ធសាសនាដែលព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកដឹកនាំសត្វនិព្វានគាមឹងទៅកម្មព្រះនិព្វានបរមង្ហេតាយៈគឺជាប្រយោជន៍ដល់ដំពុទ្ធបរិស័ទយើងដង្ហែកឋិនទានក៏មានមនោសញ្ចេតនាដង្ហែជីវិតរបស់យើងថ្វាយចំពោះបរតនត្រ័យផងដែរហើយក៏លះបង់នៅអត្តភាពទុកឲ្យជារបស់ក្នុងលោកទៅអាចទៅកម្មព្រះនិព្វានបានពីព្រោះអត្តភាពគឺខណ្ឌបញ្ញកៈមិនអាចយកចូលព្រះនិព្វានបានទេព្រះនិព្វានមិនមានរូបមិនមានវេទនាមិនមានសញ្ញាមិនមានសង្ខារមិនមានវិញ្ញាណព្រះនិព្វានមិនមានចិត្តមិនមានចេតសិកមិនមានរូបដូច្នេះអត្តភាពយើងសប្ថ្ងៃនេះគឺបញ្ញខណ្ឌសុទ្ធសង្ខារធัวសុទ្ធចិត្តចេតសិករូបត្រូវតែដាក់ចុះក្នុងโลกនេះគ្រប់បែបគ្រប់យ៉ាងទាំងអស់ទៅរំលត់សេចក្តីប្រកម្មនឹងឯងជាដំណើរទៅកាន់ព្រះនិព្វានមិនអាចនៅជាប់ប្រកម្មជាយើងជាខ្លួនយើងជារបស់យើងហើយចូលកម្មព្រះនិព្វានបានទេយើងរបស់យើងខ្លួនយើងនេះដែលធ្វើឲ្យវដ្តសង្សារយឺតយូរដែលស្ថិតនៅក្នុងសេចក្តីទុក្ខលំបាកក្នុងការទទួលយកអត្តភាពនឹងឯងចឹងមកគឺថារវល់ខ្វាយខ្វល់នឹងទំនុកបំរុងថាដូចជាបាននៅអ្វីអំពីការចាប់ប្រកម្មអញ្ចឹងក៏ប៉ុន្តែក៏ត្រូវចោលទៅគ្រប់ទៅជាតិទទួលយកអត្តភាពថ្មីទៀតមករវល់ទៀតមិនថាអត្តភាពថ្មីនឹងជាមនុស្សឬជាទេវតាជាសត្វឬក៏នរកប្រែតយើងមិនអាចយកអត្តភាពឯណានីមួយជាប់ទៅដល់ជាតិក្រោយបានទេព្រោះអ្វីដែលកើតឡើងហើយវាជាចំណែកនៃសង្ខារធัวដែលត្រូវវិនិច្ឆ័យទៅហើយដំណើរទៅមុខមិនមែនដំណើរត្រឡប់ថយក្រោយទេមិនមែនទៅរស់នៅក្នុងអតីតកាលទេគឺទៅមុខហើយអ្វីដែលកើតឡើងនឹងមិនមែនទៅមុខទេអ្វីដែលកើតឡើងគឺរលត់ទៅខយៈធម្មាវិយៈធម្មានៅអ្វីដែលជាបដិច្ចសមុប្បន្នធម៌គឺអ្វីដែលកើតឡើងអំពីបច្ច័យគឺខយៈធម្មាវិយៈធម្មាអង្គសម្ដែង7អនិច្ចំសង្កតੰបដិច្ចសមុប្បន្នខយៈធម្មាវិយៈធម្មាវិរៈធម្មានិងនិរោធធម្មាដូច្នេះអ្វីដែលកើតឡើងហើយគឺអស់ទៅសូន្យទៅដំណើរជីវិតសត្វលោកគឺទៅមុខទៅដោយសារអីដោយសារកម្មជាបច្ច័យដែលត្រូវមានបដិសន្ធិយ៉ាងណាគឺយថាកម្មអត់មានស្ថិតនៅក្នុងអំណាចអ្វីទាំងអស់គឺនៅក្នុងអំណាចកម្មណដ្ឋិកម្មੰសមੰពលំសូម្បីក្នុងព្រះពុទ្ធអង្គក៏កម្មនៅមានអំណាចឲ្យមានអកុសលវិបាកផ្សេងបានដែរគ្មានខ្លាចយៈមេណាទេមេរាជារាជទូសីមេដែលបានចូលនៅក្នុងក្មេងយកដុំថ្មគប់ទៅវែងត្រូវព្រះវិធុរៈអគ្គសាវករបស់ព្រះសម្មាសម្ពុទ្ធកកសន្ធោព្រះសម្មាសម្ពុទ្ធកកសន្ធោបែរព្រះវរកាយមកទួតមើលព្រះវិធុរៈទាំងមានប្រពុតរិកាថាមេ
ធ្វើនៅអំពើមិនដឹងប្រមាណទូសីមេដែលជាអតីតជាតិរបស់ព្រះមហាមោគលានត្រូវជាយុទ្ធក្នុងពេលនោះអត់មានទៅកម្មទេវលោកតននេះហើយក៏ធ្លាក់នៅក្នុងមហានរកដូច្នេះកម្មដែលប្រព្រឹត្តទៅមានអំណាចក្នុងវត្តដាក់អត់មានខ្លាចនរណាទាំងអស់មិនថាទេវតាប្រអិនប្រព្រំយៈមេណាទេគឺថាជាមេការក្នុងភព3ដែលមានអវិជ្ជានិងតណ្ហាដែលជាចវាយនាយលើភព3នេះប្តីប្រពន្ធ2នាក់ហ្នឹងអវិជ្ជាហើយនិងតណ្ហាជាចវាយនាយជាប្រធានលើភព3កម្មគឺជាមេការហើយតើយើងត្រូវមកជាអ្នកទោសត្រូវមកជាអ្នកទទួលទរណកម្មត្រូវមកជាទាស័កនៅក្នុងភព3នឹងឬក៏ត្រូវទៅតាមព្រះពុទ្ធជាបិតាដែលព្រះអង្គទ្រង់មានបហាប្រតិអនុគ្រោះដើម្បីនាំយើងបើថាជាកូនរបស់ព្រះអង្គគឺត្រូវតែរំដោះខ្លួនរត់ចេញអំពីភពនេះទៅតាមព្រះអង្គនៅក្នុងលោកនេះយើងធ្វើការហត់នឿយប៉ុណ្ណាក៏ដោយពុទ្ធបរិស័ទយើងធ្លាប់បានឆ្លងកាត់សម័យដែលធ្វើការទាំងថ្ងៃទាំងយប់ហើយអត់មានបានអីហ្នឹងហើយក៏ជាឧទាហរណ៍ឲ្យឃើញថាក្នុងភព3នេះវាអញ្ចឹងហើយក្រៃលែងជាងនឹងរាប់រយពាន់ដងក៏ណាមិនមែនគ្រាន់តែដូចសម័យកាលដែលធ្វើការហត់នឿយមិនបានបរិភោគគ្រប់គ្រាន់ហើយក៏អត់បានអីនោះតែប៉ុណ្្នឹងទេរឿងក្នុងភព3នេះគឺជារឿងសោកនាដកម្មដ៏ក្រៃលែងណាស់ទោះជាយើងខំប្រឹងធ្វើការខំប្រឹងសន្សំទុកដាក់យ៉ាងណាទីបំផុតគេរឹបអូសយកអស់ហើយត្រូវទៅតាមយថាកម្មទៅអំពីមហាសិទ្ធិពិភពលោកកម្មមហានរកក៏បានប្រែតក៏បាននេះគឺជាធម្មសង្វេគដែលជាការលើកឡើងដើម្បីឲ្យឃើញថាលោកនេះគឺជាពិភពដែលយើងត្រូវលះបង់ក្នុងកឋិនចីវរដែលយើងបានវេថ្វាយដល់សង្ឃក៏ទំនុកបំរុងដល់ព្រះសង្ឃប៉ុន្តែយើងលះបង់នៅវ័យគ្រប់យ៉ាងគឺជាការលះបង់បាបដែលជាគ្រឿងជាប់ជំពាក់ជាមួយគ្នានឹងវ័យក្នុងជីវិតរបស់យើងដែលអ្វីនោះទោះជាយើងមិនលះបង់ក៏ត្រូវតែវាលះបង់ទៅដោយខ្លួនឯងក៏ប៉ុន្តែការជាប់ជំពាក់ការអាល័យការដែលមិនព្រមលះបង់ការដែលមិនព្រមឃើញតាមសេចក្តីពិតនាំមកនៅសេចក្តីសោកខ្សឹកខ្សួលរឿយរាប់ជាតិជាអនេកដូច្នេះមិនមានឱកាសពេលវេលាច្រើនដែលសម្រាប់ពុទ្ធបរិស័ទយើងរកផ្លូវដើម្បីរត់គេចចេញអំពីលោកនេះទៅនោះទេពីព្រោះពុទ្ធសាសនាក៏រាវរយទៅចិត្តតែនឹងអស់ទៅហើយព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងក្នុងលោកហៅពេញសែនក្រដូច្នេះរឿងវដ្តសង្សារនេះដោយសារយើងមិនទាន់បានទទួលមរណភាពធ្វើការកិរិយាទេតែយើងធ្វើការកិរិយាក្នុងសម័យទាំងដែលយើងមិនទាន់មានសិលផងឃើញទេត្រូវទៅកម្មអបាយភូមិតែយើងសង្ឃឹមជួបព្រះអរិយមេត្រីទេហើយខ្វៀងអំពីព្រះសម្មាសម្ពុទ្ធកុំចាំបាច់និយាយដល់ទៅខ្វៀងសំបីតែបានជួបក៏មិនប្រកាសថាអាចទទួលយកនៅព្រះសទ្ធំបានទៀតផងវាជារឿងកិលេសគ្រប់គ្រងចិត្តសន្តានចឹងវាជារឿងវែងឆ្ងាយក្នុងវដ្តសង្សារដែលអត់មានបានប្រយោជន៍អីក្រៅតែពីហត់នឿយលំបាកក្នុងទុក្ខទោសទរណកម្មដែលត្រូវចិញ្ចឹមបញ្ញខੰហ្នឹងដែលត្រូវមើលថែហួងហែងបញ្ញខੰហ្នឹង ហើយចាប់យកមកធ្វើជាខ្លួនឯង
ប្រកែប្រកម្មប្រកែឆ្លោះជាមួយនឹងអ្នកដទៃជារឿងហត់នឿយឯងតទេទៅអញ្ចឹងវាជារឿងជាប់ខ្នោះជាប់ឃ្នៀងជាប់ចង្វាក់របស់សត្វលោកដែលព្រះអរិយបុគ្គលដោះនៅចំណងទាំងអស់ហ្នឹងបានកាត់នៅខ្សែចំណងដែលចងនៅក្នុងភព3ហ្នឹងរួចអំពីខ្នោះឃ្នៀងរួចអំពីទុក្ខទោសទរណកម្មទៅហើយនោះដែលយើងសម្លឹងមើលថ្វាយបង្គំជ្រះថ្លាគុណរបស់ព្រះអរិយបុគ្គលទាំងឡាយយើងក៏ត្រូវតែប្រឹងប្រែងដើម្បីដោះនៅចង្វាក់ខ្នោះឃ្នៀងពីដៃពីជើងរបស់យើងមិនអាចនៅជាអ្នកទោសរបស់មច្ចរាជអ្នកទោសរបស់មេក្នុងភពដែលជាពន្ធនាគារនឹងទេឥឡូវនេះគឺយើងស្ដាប់ព្រះអង្គដែលប្រកាសសម្ដែងពធដង្ហើយហើយព្រះអរិយបុគ្គលទាំងឡាយក៏ជាអង្គគំរូស្រាប់ដែលថាអាចនឹងដោះនៅចង្វាក់ខ្នោះឃ្នៀងទរណកម្មទាំងអស់នេះបានត្រូវតែមានកម្លាំងឆន្ទៈក្នុងកុសលនឹងឲ្យបានមាំវ័យគ្រប់យ៉ាងគឺត្រូវយល់ត្រូវមើលឲ្យឃើញថាត្រូវលះបង់មិនមែនយើងធ្វើមកទេកើតមកទៅទេស្លាប់ទៅទៅទេកើតទុកព្រោះតែរឿងហួងហែងក្នុងបច្ចុប្បន្នហ្នឹងហើយនឹងកិលេសតណ្ហាបង្កភពជាតិកំណើតទៀតតែប៉ុណ្ណឹងតែយើងមានបានអីមកហើយនឹងត្រូវខាតអីទៅណាដែលត្រូវលះបង់ដែលត្រូវចោលហ្នឹងតើយើងខាតអីតើរបស់យើងពីអង្កាលយើងយកមកពីអង្កាលមិនក៏លះបង់មិនបានសុខចិត្តនៅជាប់ចំណងខ្នោះឃ្នៀងទាំងអស់ហ្នឹងតន់មានប្រពុតដូច្នេះគឺពេលនេះគឺព្រះអង្គទ្រង់ប្រកាសសម្ដែងបើព្រះអង្គមិនសម្ដែងក៏យើងអត់ដឹងចឹងគឺយើងត្រូវតែរៀនដឹងអវាទរបស់ព្រះអង្គចឹងគឺអត់មានអ្វីដែលយើងចោលមិនបានទេនេះវាជាសេចក្តីល្ងងវាជាសេចក្តីប្រកម្មរបស់យើងក្នុងអត្តភាពដែលកើតមកនឹងតែតើយើងមានយកអីមកកម្មជាបច្ច័យឲ្យកើតឡើងក្នុងអត្តភាពនឹងថ្មីទាំងអស់ព្រោះខំចាស់បានរលត់ទៅអស់ហើយអត់មានអ្នកណាកើតមកយកអីមកទេគឺជាផលវិបាករបស់កម្មគឺជាផលរបស់បច្ច័យហើយក៏ជាដីទឹកភ្លើងខ្យល់ជាសង្ខារធัวសត្វជាចិត្តចេតសិកដែលដឹងអារម្មណ៍មានអីដែលត្រូវចោលមិនបានវាជារឿងដែលយើងមិនតន់ស្ដាប់យល់តែប៉ុណ្្នឹងទេបានជាត្រូវបញ្យល់គ្នាហ្នឹងរបស់ហ្នឹងមិនមែនរបស់យើងទាំងដែលជារបស់ក្តៅរបស់ហ្នឹងមិនមែនជារបស់យើងទាំងដែលវាជានុយទាំងដែលវាជាអន្ទាក់ទាំងដែលវាជាស្មៅបន្លែដែលនាយព្រាបហ្នឹងដាំសម្រាប់ចាប់មរឹកយើងហ្នឹងតែប៉ុណ្្នឹងទេដូច្នេះពុទ្ធបរិស័ទយើងវឹកហាត់អប់រំចិត្តបង្អោនទៅរកនៅអារម្មណ៍គឺព្រះនិព្វានដែលជាចំណីត្រូវរួចអំពីអន្ទាក់របស់ព្រាហ្មណ៍ដើម្បីកម្ចាត់បងនៅការស្រេកឃ្លានជាមួយនឹងចំការបន្លែរបស់ព្រាហ្មណ៍ហ្នឹងគឺត្រូវបរិភោគនៅអារម្មណ៍ដែលកម្ចាត់បងនៅតណ្ហាគឺការស្រេកឃ្លានចំពោះចំណីអាហាររបស់មេគឺព្រះនិព្វានដែលជាអធ្យាស្រ័យតើតែពុទ្ធបរិស័ទអប់រំសតិប្បដ្ឋានឡើងមានបញ្ញាឡើងទើបមានព្រះនិព្វានជាអធ្យាស្រ័យជាអារម្មណ៍ជាចំណីដែលធ្វើឲ្យអស់ការស្រេកឃ្លានជាមួយនឹងចំណីក្នុងភព3នេះគឺជាការដែលត្រូវលះបង់នៅអ្វីៗមិនមែនជារបស់យើងនឹងស្រាប់ទៅហើយពោលគឺលះបង់សេចក្តីប្រកម្មពោលគឺលះបង់សេចក្តីល្ងងពោលគឺលះបង់ការមិនចេះមិនដឹងតែប៉ុណ្្នឹងទេអ្វីក្នុងโลกនឹងជារបស់ក្នុងโลกស្រាប់ទេតើទោះជាយើងប្រកែប្រកម្មចាប់យកនៅតែមិនមែនរបស់យើងតែដែលហ្នឹងវាបានតែបង្កនៅសេចក្តីទុក្ខក្នុងបច្ចុប្បន្នហើយនឹងហេតុនៃសេចក្តីទុក្ខក្នុងវត្តដាក់តែប៉ុណ្្នឹងទេដូច្នេះពោលថាលះបង់របស់ក្នុងโลกក៏គឺលះបង់សេចក្តីល្ងងក្នុងចិត្តរបស់ខ្លួនឯង
ก็គឺជាលះបង់នៅសេចក្តីប្រកម្មក្នុងចិត្តខ្លួនឯងតែប៉ុណ្្នឹងទេបោះក្នុងលោកនឹងមិនមែនជារបស់ដែលយើងត្រូវស្ដាយទេព្រោះជារបស់ដែលមានម្ចាស់គេស្រេចបាត់ទៅហើយនេះគឺជាបញ្ញាជាពន្លឺភ្លឺស្វាងនៃពុទ្ធបរិស័ទយើងកុំស្ដាយកុំអាល័យពីព្រោះវាមិនមែនជាចំណីល្អសម្រាប់ខ្សែផ្សោយសម្រាប់បរិភោគទេតែកាលណាចាប់ប្រកម្មក៏คล้ายទៅជាគ្រឿងញៀនគ្រឿងសង្វឹងคล้ายទៅជាថ្នាំពុលភ្លាមមួយរំពេចដូច្នេះបុគ្គលដែលបានអប់រំហើយដោយព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធព្រះអរហន្តដែលត្រួតត្រងនៅសម្ពុទ្ធកាសាវៈគ្រឿងធ្លៀកដណ្ដប់របស់អ្នកដែលបានវឹកហាត់អប់រំហើយបានប្រតិបត្តិហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រទានឱវាទដល់ភិក្ខុទាំងឡាយឲ្យមានបច្ចយៈសន្និសិទ្ធសិលកុំឲ្យជាមរឹកដែលបរិភោគនៅដំណាំរបស់ព្រាហ្មណ៍ដែលគេដាំដើម្បីចាប់មរឹកគេពាត់សម្រាស់យ៉ាងធំក្នុងទីកន្លែងហ្នឹងហើយគេបើកផ្លូវឲ្យមរឹកនឹងដើរចូលទៅបរិភោគស្មៅដែលគេដាំបន្លែដែលគេដាំហ្នឹងមួយថ្ងៃពីរថ្ងៃគេមិនទាន់ធ្វើអីឲ្យភ្ញាក់ឲ្យផ្អើលទេទោះជាញញើតញញើមខ្លះដបងហ្នឹងប៉ុន្តែក្នុងវិស័យនៃសត្វល្ងងគ្រាន់តែបានឆ្ងាញ់មួយថ្ងៃពីរថ្ងៃទៅនាំកូនចៅម៉ែឪចូលមកទាំងអស់គេថាពេញនៅក្នុងទីកន្លែងដែលគេពាត់សម្រាស់ហ្នឹងដល់ល្មមពេលហើយនាយព្រានក៏បិទផ្លូវចូលមរឹកនឹងរੂផ្លូវចេញមិនឃើញក្នុងមួយថ្ងៃគេបាញ់សម្លាប់ប្រមាណគេវាយប្រមាណគឺថានៅក្នុងអំណាចរបស់នាយព្រានទាំងអស់រត់ទៅណាមិនរួចទេនៅតែជុំវិញសម្រាស់ដែលគេស្រះគឺណានេះគឺជាការបិទផ្លូវគឺណាគឺថារោគអរិយមគ្គចេញទៅដើម្បីឲ្យផុតពីសេចក្តីស្លាប់ផុតពីសេចក្តីទុក្ខមិនឃើញឡើយគឺណាសម្រះដែលពាត់ដោយអវិជ្ជាទៅដោយនន្តរាគៈជុំចិត្តនេះគឺជាធម្មសង្វេគក្នុងវដ្តសង្សារ